សម័យដូនតាយើង90ហើយគាត់នៅដើរបានអង្គុយបានហូបបាននឹងកុំទៅនិយាយសម័យបុរាណអីតាអាត្មាឥឡូវនេះគាត់ជាមនុស្សបុរាណដែរប៉ុន្តែវាមិនដល់ថ្នាក់បុរាណដល់ដូនតាយើងជំនាន់មុនទៀតទេប៉ុន្តែឥឡូវនេះគាត់97ហើយប៉ុន្តែគាត់អាចកង់ខ្លួនគាត់ទៅវត្តទៅលើបានដី4-5គីឡូអញ្ចឹងយើងគិតមើលថាសម័យពួកគាត់ឬសម័យមុនពួកគាត់ទៀតមនុស្សសុខភាពល្អប៉ុណ្ណាហើយយើងឥឡូវនេះតា50នឹងយកពីត្អូញគ្រប់រឿងទាំងអស់ហ្នឹងម្នាក់អត់មានស្ពាយអីក្រៅអំពីស្ពាយជំងឺទេរាល់ថ្ងៃនេះរស់ស៊ីមកសន្សំលុយ10-20ឆ្នាំយកមកទុកឲ្យពេទ្យអត់គ្រាន់នេះពេទ្យនិយាយពីទិញឡានទំនើប10-20គ្រឿងដាក់ផ្ទះយកមករស់ស៊ីបានញោមអាត្មាមកពីទេសនាវិញចូលដល់ភ្នំពេញជិះកាត់តាមផ្សារតាប៉ាងអាម៉ោងមកដណ្ដប់យប់ហើយហ្នឹងពេទ្យនៅបើកភ្លើងភ្លឺចេះដោយរោងរាំងកសាទៅអាកន្លែងលក់ថ្នាំពេទ្យហើយមនុស្សនៅឈរតម្រង់ជួរគ្នាទិញដូចទិញបាយអញ្ចឹងណាអាណត់អូណោគិតទៅណោកន្លែងលក់ថ្នាំពេទ្យហ្នឹងដូចខ្លាំងជាងកន្លែងលក់បាយហូបទៀតហ្នឹងហើយគេទៅទិញតម្រង់ជួរទិញថ្នាំពេទ្យដូចទិញនំទិញក្របស្កផ្ញើឲ្យកូនហ្នឹងណាជាងមានន័យថាម៉េចមានន័យថាសុខភាពប្រជាជនយើងគឺស្ទើរតែ100%គ្រប់គ្នាគឺគ្មានអ្នកណាមានសុខភាពល្អទេនឹងរមកសម្រាប់តែមើលជំងឺសម្រាប់តែប៉ះប៉ូវសុខភាពហើយសំណួរសួរតើហេតុអីមកនិយាយរឿងហ្នឹងបន្តិចចាំចូលរឿងប៉ុនយើងព្រោះចម្រើនបច្ចុប្បន្នអីព្រោះទេសពេកអីយោហ្នឹងហើយនិយាយពីជីវិតខ្លះទៅថាមកពីអីគឺទី1ពាក់ព័ន្ធនឹងចំណីអាហារហូបចុកចំណីអាហារដែលយើងហូបរាល់ថ្ងៃនេះមិនមែនបង្កើនសុខភាពទេកំពុងតែបំផ្លាញសុខភាពយើងទៅវិញប៉ុន្តែវាមិនមែនមានន័យថាឲ្យតែគ្រប់ចំណីសើបំផ្លាញសុខភាពមិនមែនអញ្ចឹងទេប៉ុន្តែអាហារភាគច្រើនជាពិសេសគឺអាហារដែលវេចខ្ចប់ហើយពីមុនយើងគិតថាអាហារវេចខ្ចប់ប៉ះពាល់ប៉ុន្តែអាហារវេចខ្ចប់ខ្លះដែលគេមានក្រុមហ៊ុនគេទទួលស្គាល់ពីក្រសួងត្រឹមត្រូវអាហ្នឹងវាមានកម្រិតវិញវាគីមីដែរបើមានកម្រិតដោយសារគេមានការត្រួតពិនិត្យច្បាស់លាស់មុននឹងចេញមកលក់ឲ្យយើងបើវាធ្ងន់ណាបន្លែអត់វេចខ្ចប់ណាអាសាច់អត់វេចខ្ចប់ហ្នឹងអាយើងទិញនៅក្នុងផ្សារនេះអារុយក៏រោមអាទឹកកៅក៏ចោះនឹងអាដីក៏ហុយអាថ្នាំក៏គេដាក់មកទាំងបន្លែទាំងសាច់ដែលយើងហូបសពថ្ងៃនេះដែលគ្មានការត្រួតពិនិត្យនេះពីមុនយើងថាគ្រឿងកំប៉ុងវាដឹងគ្រឿងកំប៉ុងដឹងអាប៉ះបើដូចថ្មនិយាយមិញចាគ្រឿងកំប៉ុងខ្លះក្រុមហ៊ុនគេទទួលស្គាល់ត្រឹមត្រូវដោយក្រសួងសុខាភិបាលនឹងមុនគេចេញអនុញ្ញាតឲ្យឯកចាយទៅនៅផលិតផលហ្នឹងគឺគេត្រួតពិនិត្យត្រឹមត្រូវអាហ្នឹងវាប៉ះពាល់តិចទៅវិញប៉ុន្តែញោមឲ្យតែគ្រឿងកំប៉ុងកុំសបាយចិត្តជាមួយវាជៀសបានក៏ជៀសទៅហ្នឹងហើយព្រោះសិតតែសារជាតិគីមីដើម្បីរក្សាគុណភាពញោមឯងគិតមើលផ្លែមៀនយើងបេះពីដើមមកទុកតែ2ថ្ងៃហូបលែងកើតហើយមិនយ៉ាងយីហើយម៉ែមានវាបកសបកអាហ្នឹងនៅក្នុងសបកផងណាវាជួយការពារបានតែ2-3ថ្ងៃហើយអានេះបកសបកអស់ហើយទុកបាន3ឆ្នាំនេះហ្នឹងអានៅក្នុងកំប៉ុងរបស់វាហ្នឹងវាដាក់ដលេថ្ងៃផលិត2021ថ្ងៃផុតកំណត់2024អញ្ចឹង3ឆ្នាំហ្នឹងហើយនិយាយសម័យតិចមើលថានេះវាទុករបៀបម៉េចវាដាក់ស្អីខ្លះដែលអាចរក្សាគុណភាពវាបានដល់3ឆ្នាំណាចឹងហើយគ្រប់របស់ទាំងអស់វាមិនមែនតែនឹងផ្លែមៀនឬមួយទេអ្វីគ្រប់យ៉ាងដែលជាគ្រឿងកំប៉ុងហ្នឹងបើយើងចង់រក្សាសុខភាពយើងបានគង់ឲ្យតែជិះឲ្យបានឆ្ងាយតិចទៅនៅកុំថាដល់តែគ្រឿងហូបអាជាតិស្ករសពនិមិត្តដូចខារ៉ាបាវដែលញោមយកមកប្រគេនបាកាសឬក៏ភេសជ្ជៈផ្សេងទៀតកុំនិយាយតែខារ៉ាបាវបាកាសគ្រប់យ៉ាងវាសុទ្ធតែជាជាតិស្ករសពនិមិត្តមិនមែនជាស្ករធម្មជាតិផ្អែមយើងចេះលេបទៅកុំថាអាហ្នឹងដែលវាប៉ះពាល់ខ្លាំងទៅជាទឹកនោមផ្អែមទៅជាតម្រងនោមសំបីតែទឹកសុទ្ធយើងណាអាទឹកបរិសុទ្ធហ្នឹងក៏វាប៉ះពាល់សុខភាពដែរគ្រាន់តែវាតិចប៉ះពាល់ទី1គឺសម្បកដបដែលខ្មែរយើងមិនទាន់យល់អំពីរបៀបនៃការទុកដាក់ទឹកសុទ្ធទេញោមឯងមើលតាមតូបលក់វាទុកចោលនៅកណ្ដាលវាលហើយអាហ្នឹងគេហាមតែកុំឲ្យត្រូវពលឺថ្ងៃហើយយើងទុកចោលនៅកណ្ដាលថ្ងៃហ្នឹងហើយនាំគ្នាយកមកទិញមកវាចេញអាសារជាតិណែគីមីពីសម្បកដបហ្នឹងមកហើយអាទឹកហ្នឹងក៏វាខូចគុណភាពទៅទៀតហើយចឹងយើងចេះយកមកហូបចឹងជៀសបានក៏ជៀសទៅគ្រឿងកំប៉ុងបើអ្នកថាហ្នឹងជៀសអត់បានដូចយាយយ៉ាងដែរព្រោះតរទឹកក្តៅឯណាបានគ្រប់ពេលលេទឹកសុទ្ធណាបងហ្នឹងហើយតាមផ្លូវណាហើយបាយទៅរកបាយឯណាល្អលោកនេះបើថាអាយុខ្លីមុនញាតញោមទៀតនោះព្រ
ព្រោះបើចំណៃលោកឆាន់វិញគឺមិនដឹងស្អីទេញោមមកនិយាយពីសង្វេគណាខ្ញុំបានចូលឆ្នាំណាអ្នកគេរិះគន់ថាលោកសបោហ្នឹងគឺសបោអាយុចង់សបោអាយុងាប់វិញទេសបោចិត្តងាប់វិញទេព្រោះខ្ញុំឯងមើលអាចចូលឆ្នាំជុំបាន3ថ្ងៃដែលថាសបោហ្នឹងណាដូចប្រមូលរោគមកដាក់ឲ្យលោកចឹងបើថាចានខមួយយាយអឿននោះដាក់ខចាច់ជ្រូកមកសាភាទៅយាយសោយមកក្រោយនេះអញខត្រែងដៃដាក់មកព្រាទៅយាយក្រោយនោះខតាពាំងដាក់មកព្រាទៀតទៅឲ្យតាពូជខគេដាក់ចូលគ្នាទាំងអស់ហើយយាយក្រោយនោះខសាច់មន់ដាក់មកព្រាទៀតទៅញោមក្រោយនោះខដែកសាច់ជ្រូក3កត់ដាក់មកព្រាទៀតទៅយាយក្រោយនោះខពងទាដាក់មកព្រាទៀតទៅឲ្យតាពូជខចង់20ពាក់ចានមួយហ្នឹងណាម្នាក់មកព្រាបែកសពុះស្គល់ហ្នឹងហើយបើមជូរវិញអាមជូរផលិតក៏នៅក្នុងហ្នឹងអាមជូរលឹក7ក៏នៅក្នុងហ្នឹងអាមជូរត្រីដែងក៏នៅក្នុងហ្នឹងអាមជូរសាច់គោក៏នៅក្នុងហ្នឹងអាមជូរសាច់ជ្រូកក៏នៅក្នុងហ្នឹងឲ្យតាំជូរគេដាក់ចូលគ្នាម្នាក់ព្រាចូលគ្នាទៀតយាយថ្លើមក៏នៅក្នុងហ្នឹងយាយលបែងក៏នៅក្នុងហ្នឹងយាយសួតក៏នៅក្នុងហ្នឹងហើយលោកនេះមកចេះទៅបាទចឹងហើយទៅជិះណាឥឡូវទៅជិះណាតែបកែកទៅអត់ឆានលោកក៏យកលែងយកមកឲ្យឆានទៀតឥឡូវបើរស់ដោយសារប្រសក់ទៅបកែកមិនបានបាទចឹងអ្នកអាយុខ្លីគឺមិនមែនញោមទេលោកសង្ឃនេះទេអ្នកអាយុខ្លីប៉ុន្តែអាត្មាព្រោះជិះមិនបានប៉ុន្តែញាតិញោមអាចជិះបានគួរយល់អំពីរបៀបនៃការរស់នៅអាហ្នឹងយើងសល់លុយហើយយើងរកលុយមកសល់ហើយបើថាមិនអញ្ចឹងទេគឺយករយមកចិញ្ចឹមតែពេទ្យនឹងឯងហ្នឹងហើយយើងត្រូវយល់អំពីជីវិតយើងខ្លះមកចូលរឿងធម៌យើងឯនេះកាលណាយើងមានសុខភាពល្អទៅទ្រព្យក៏សល់សុភមង្គលក៏មានពេលវេលាសន្សំសេចក្តីល្អក៏មានពេលវេលាបំរើម៉ែឪយើងក៏មានពេលវេលាផ្ដល់ភាពកក់ក្ដៅឲ្យប្រពន្ធកូនយើងក៏មានតែបើម្នាក់ឈឺទាំងអស់គ្នាអាផ្លូវកាយនេះអាប្តីក៏ឈឺអាប្រពន្ធក៏ឈឺមិនដឹងអាណាជួយអាណាដូចយាយឲ្យតារាល់ថ្ងៃនេះថាយកគ្នាជាទីពឹងមិនដឹងអាណាពឹងអាណាបើយាយនេះតោងកៅអីទៅតានេះតោងឈើច្រត់ទៅមិនដឹងអាណាពឹងអាណាថាយកគ្នាមកយកជាទីពឹងបើយាយនេះយោងតែអាត្មាមិនរួចផងទៅឲ្យតាពឹងអ្ហ្មិចហើយបើតានេះយោងតែជើងគាត់មិនរួចផងដើរអូសតែជើងរហូតហើយមិនដឹងនិយាយយកតាមកពឹងអ្ហ្មិចចឹងបានអ្នកបួសយូរចំណន់ម៉ាអីហ្នឹងគេថាគិតរកគ្នាទៅប្រយ័ត្នចាស់ទៅអត់មានគ្នាជាទីពឹងអាត្មាថាទៅវិញថាអាត្មាឃើញយាយយកគ្នាតាំងពីក្មេងទល់ចំណាស់នេះដូចអត់មានយកអាណាទីពឹងបានផងហ្នឹងហើយយាយទៅយាយទៅតាកុំថាដល់អាដាច់ខ្យល់យកគ្នាជាទីពឹងមិនបានអានៅខ្យល់ហ្នឹងណាគ្រាន់តែតាឈឺធ្ងោតាយាយអត់មានជួយធ្ងោសោះតានេះនៅខឹសលើកក្រែលំភួយនេះតែទៅធ្ងោជំនួសអាម៉េចបើយាយនេះវាអត់ឈឺវ៉ាន់ហើយឲ្យយាយទៅឈឺជំនួសក៏វាឈឺអត់កើតហ្នឹងហើយណាហើយបើតាឈឺតាបើយាយឈឺតាយាយហើយទៅយកគ្នាជាទីពឹងឯណាបានតានៅខ្យល់ហ្នឹងរកគ្នាជាទីពឹងមិនបានផងហ្នឹងហើយតាដោយតាយាយវិសងវាផ្សេងគ្នាបាត់តាំងពីនៅរស់ហើយណាផ្លូវវាផ្សេងគ្នាតិទីពីគ្នាហើយចុះតម្រាំដល់ដាច់ខ្យល់ទៀតនោះយាយអើយតើមានអ្វីជាទីពឹងបានក្រៅអំពីសេចក្តីល្អដែលអាត្មានិយាយតដែលថាប្រឹងចម្រើនគុណធម៌និងសេចក្តីល្អក្នុងចិត្តមានតែសេចក្តីល្អមួយទេជាសរណៈជាទីពឹងដ៏ប្រសើរសម្រាប់ជីវិតរបស់យើងគ្រប់គ្នាគ្មានអ្វីប្រសើរជាងគុណធម៌និងសេចក្តីល្អនឹងទេណាជាសរណៈសម្រាប់ខ្លួនយើងអញ្ចឹងយើងប្រឹងរក្សាសុខភាពយើងឲ្យល្អកាលណាសុខភាពយើងល្អទ្រព្យក៏សល់និងសុភមង្គលក៏ចម្រើនពេលវេលាដែលយើងបានផ្ដល់ឲ្យគ្នាក៏គ្រប់គ្រាន់ពេលវេលាដែលយើងបម្រើមេដាបៃតាយើងក៏ល្អហើយពេលវេលាទៅបំពេញបុណ្យហ្នឹងក៏មានច្រើនដែរហើយអារម្មណ៍ធ្វើបុណ្យដឹងតែជ្រះស្រឡះបើគេបបួលតបនណាបើឯងនេះនៅសរោមជាប់ដៃឬក៏ឈឺចកេះឈឺចកុងមកអង្គុយស្រាប់ធរហ្នឹងតលោកទេសយូរបន្តិចនោះខឹងលោកទៀតឯងឈឺចកេះចង់ងាប់លោកទេសហ្នឹងហើយយូរនោះយូរតែបើសុខភាពយើងល្អទៅជាអារម្មណ៍ស្មើធម្មតាកាលណាទុក្ខវេទនាផ្លូវកាយទៅវាមិនសូវមានអាផ្លូវចិត្តក៏វាល្អអញ្ចឹងដែរអញ្ចឹងទៅចម្រើនសេចក្តីល្អក៏វាបានបុណ្យបានកុសលចិត្តយើងហ្នឹងក៏កើតបស្សទ្ធិបាមកបៃតិទៅតាមនឹងដែរអញ្ចឹងប្រឹងគិតគូរពីសុខភាពឡើងវិញណោះមកកលេចទៅខាងត្បូងនោះឃើញផ្ទះគេមានកំណើតមានគំនិតញោមមើលក្នុងផ្ទះគាត់មានដូងមានតាំងពីមានតាំងពីដើមលហុងមានតាំងពីដើមណអានងអីវាលើខ្សែភ្លើងហ្នឹងថ្ងៃណាមួយគង់អាមួយទេ
nên oi tao vi nhật nhật tao đầm chớ nó cũng oi vào bạc xài lương bắn tái cùng nít bạc cọt ở nhung khởi nhé nên cùng nít khởi nhung mưa là không ảnh nôn ấy nó pin hay tầm xua nè nè đâm ở đây ban gì đi ta nè ọt đâm tới ban gì luôn mấy bàn thai chẳng hạn nè đâm đâm là bị đâm mà nè sông đâm là bị sông Khmer dương chẳng hạn nè đâm mà chỉ vật hay nè sông mà chỉ vật tầm mà tê mà đau câu ọt đâm này đo pê thấu sim tê tao sông tê cái pi cọp đo pê thấu slo chỉ khấy tao sông chỉ khấy cái mặt cô và mà thai chẳng miền dây này cho chặt sống khăn lố về chẳng men Khmer dương na sông khẩn là chỉ cây mặt cô sông cái mà chỉ vật đo pê thấu slo sông đo pê thấu slo chút khẩn làm tê chỉ cây ấy của ba đâm đấy còn nếu mà đau cho các bạn tiền tất cái dòng bạch sỏi tất cái giấy quạt chực cây tê ấy nữa cả là lâm đang sọt từng món đạo bia một phái là lục mốc á lọ đu to nhôm xạ mở Khmer và ba ấy sao hay đăng tầm lọt ta sống cứ đăng sống mai dưỡng sống mà mai giấy nó mau bị tẹt mai chia tia ho nhôm pro nên mình nước ọt tầm nê cọt trôi chất đâm và lai và ca hộp chọc nhôm trăm mơ ngày tập bon ma nên nòm thì tập bon ma ngày đọc bằng bay khai pi tao khơi nha non tè đây quạt non say của miền đây phải lại hộp này bạn xì này ọt đâm này rồi nè xì nhọp chứ nè đâm nó tiền lúc là không mặt đau mấy miền ban nè đâm những miền ban tung gì tích lò câu tích những sờ lọ này tích và ha tích những kỳ nọ măm chân tâu này tích sông mặc dừng dây đường chẳng trong sọc cặp hiệp lọ mơ chân nhau mẹ đâm đọc và lại bậc ca hộp chọc chung quanh tè dương ở lọ tới sọc cặp hiệp lọ hơi hạt pran về dây công tình nê trơn và lâm lớn bờ ọt miền ca nghe ấy thưa tế đào bay như môn pel hộp bài chô luôn nhẹ lớn còn lục mục còn là pol mọt mình tích tấu bờ tham miền ca nghe ấy thưa đào bị tè dương này ta đọc xa phải nâu tranh xa phải nâu mà tè dương tranh xa tè dương mà ngay ở ban đã bay từ lóp ban đây gì nè sọc cặp hiệp lọ nè ai nó ta bay buôn ta lóp ban này bạch chợn phê chứ và thà chẳng tao tịch gì đào tam lô mến ta pi ngái đại chó khăn lô tiếp nè lô vậy lê nhất bạn nói lê nhất tia ho thà bởi dương ọt miên ta cam một hiệp sóc cứ ọt lọ tới đôi ta mà gì mình vẫn nó cao một pấn còn đâu được thẹt con luôn con côn trâu mình nói thẹt con đâu được con thẹt luôn con chẳng đây nắng con vô luôn con thà cana cho là na không riêng cai dương vì miên cho là đá sọc cặp hiệp của về lọ chiếm của đột lọ bẹt đốn còn đào lọ chẳng con chi ta luôn con năng ơi nè hay mà đau teo bánh tích thả trao nom nè tụi lên khai đâu ấy tụi tinh cường gặp bông ơi cót ót vô nên mưa sao con đứt đăng luôn con mà dùng mấy na tao phép con còn vô luôn con chẳng mà chẳng ấy ban chỉ sọc cặp hiệp lọ dụ con về thằng ọt nè dương ao này dây rôm ao ta là xa là bóc đau pi bồ ran mà oi nâu chở tích tao cứ vía đăng tao vào lọ hơi nằng mình khóc tê ruột tam là biết đôn ta dương cứ đăng là lọ đôi ở tia ho kề tê này chứ ngạ tham máu ở trong lá nhung pi bảy đòn ấy phèp nè sọc nhôm phải đầm nâng thà cộng vô kề chân dùng mà đặt tê vì mẹ pẹt con riêng lọ mình lọ tê pẹt con chỉ môi nừng dương cục cái lên trong pa khăm khẽ khmai bao dương kề chờ xa khmai dương thưa nắng vừa mình che ót tới tam vót khai cả thân kì hai mau bay buồn cương ấy mà cả thân tặng kề sân tặng kề tê hay nom đây vô kề bọc kịp xa đầy chứ hạp xa đầy chứ một xa là biết đôi kẻ không ai miền ấy ở miền cả lại đào chỗ miền ấy ôi lốt lướt chương lợn nè hay lốt nó miền khao clay rồi nè nè hay tôi lướt chừng ngang mấy cái nhung này chứ bao việc xa đây đặt chan vì một chết đây vậy anh tôi đào châu là mấy đặt chương rồi mấy hà nó coi trong chọc chương thật lẹ chương đôi kẻ không ai dương ấy màn ti lướt chương với nhảy ót cao tê nè nâu nâng ai cho cả ba lợn cả ba vì ót xóm rung trong ca lợn nên là ba lược chương ba đặt trường chọc lợn nên là chừng trăm ngày khỏi tầm một mốt đã đang tiết mát đang ăn coi lược kẻ nè lên mấy ngã thang coi lược kẻ khỏi đó nên là ôi lược chênh đó kề Khmer dương xa kề chờ lọ hay sọc Khmer dương bình dây bị chờ nên không biết bật tê na chờ đòi sọc dương tê phần men tên to mà chặt chờ nên nom thế thơ tẹt mò tầng tao dẹp tê ọt chờ nom thế thơ tẹt chờ bình nàng dương sòng quê bị tràn thằng ọt nè sòng bay ta con ma mai âu dương đấy quả ma sai vậy đó nòm nè lên prao con ma Khmer dương miên tập bồ rạch na bọt hao chiêng ấy rồi bọt chỉ Khmer hơi tự tinh ta có hom miên là so chân là so vua là bọt chân bọt vua nó dùng mà đạn lợp tẹt chân con ma mai âu đấy mẹ mai Khmer bóng này
chẳng ấy bạn về chỗ năm chân họ mai ọt khơi nè chân nó giờ dây play về như vẫn sao mốc chất đấy này mốc nè ăn miên mai thế ngày sai chân giờ bị sai cục tập té đang à mai chân nè hay đỏ lốp tê hai chân tao tha cổ để côn của tư mà lại nè cái sai ta kê đó ấy chỗ ma miền tha ấy sai tiết tao và ma trong dây thật luôn dương chỉ mai còn oi prai phê tao chỉ kê oi riêng sờ lanh bắp và thò vào bay này luôn ai nè công tao sờ lanh bắp và thò vào bay này kê hay việc miền ban phải giàu chơi tê sai này ao về mền ọt phải giàu chơi về ban còn oi côn dương chầm hôm mọt sông mưa kê đaแต่เกมีนละบอสไซน์ฮบแต่ไอ้โกนไอ้แบบออดแบบมือมอดเกแบบแต่ปันนั่งแต่บัดทาไซน์หน่อยบานดอลไม้ดอลเอาดุขมิ้นบานดอลมาได้ดอลละปกยืงเต้เปรี้ยปองโลกออดเมียนนี่ยัยจังเต้ออดเมียนสำได้จังเต้จังยืงกวาดใบปิจานนะก็เอาวิจรุลนิยมต่อตามเกให้โกนยืงไปจองไซน์นั่งเถาไว้โพเวตเดมาส่งเมมอนยัยฮบยังไม่ยัยไม่อ้อยฮบส่งโยมไอซาถ้าบัดติ๊กส่งยัยจำแต่อ้อยแต่anh ọt ao thế mấy món khẹp anh tục khẩn pom khẩn cố này mau mà đo mui mà đo pí đo về trong xi món miền vị thi nè miền vị thi sai chăm rồi tao đo ngày sáng nữa ban xi món nè nè chẳng phải chạy trong sai thôi nè nè nom mai nom ao sai tao ban phật ban chuột chung sờ bài viên nó tai thiệt bắt ao chần nanh phải giàu ấy ma ro khơi phải giàu đây chần nanh ọt khơi sao tì muối ọt miền chần nanh tì muối cứ khát mano công về chìa về tàu chỉ bật tê chiết cái sen cái khom prăng bằng đôi thay ấy nó nhôm về lúa dương men pan về prăng nè pan về prăng bật đôi mano công với chi ở con cháu với ở squat thật luôn với chỉ chiết thay mà nhôm Việt Nam cả đôi chân cả đôi bật tê na có cái prăng đầm bay ở đây thò vào bay nè so sắc tầm liêm tầm lọp bọc kê đây tại dương tê về tàu chỉ mình không lợt đầm cao bọc dương người dương nòm nét tờ lợt đầm cao bọc kê nè sòng quay na nhôm sòng quay na hay đò lô tha tàu nâng tha lô cái trẻ tơ trơn cho lô miền tuôn này tí nhang bo để sát ở đào tàu được nông plau trâu ốp má ta khơi nhiệt nhôm phật ra cột khné chân lô cái trẻ cất à cả na bờ sọ cột khné châu là chiết nâng cột khné tàu lô mà đang tập răng tê đam bay ấy tiết pro tê đam bay ở con trẻ cột mai cột áo đâu về châu chiết nâng tàu về lên squall mai squall áo về tàu quay toát thẹn mền đôi con rồi bỏ về xương tập hàn ngày nè quạt che đăng khóc đăng trâu của rốt rót tập bát chẳng thế cả na châu là chiết đăng tàu con cái lên squall mai squall âu lên squall watt đăng khóc đăng trâu chlo toát tên quay cầm nứt cắt chặt sẽ thấy được phiệp không từng cung lôi chọc lăn cắt sầm lấp toát thẹn phật quạt bật lưng đời xa ấy đời xa tại chuột chung đi đi giờ bài phật si lên đăng khóc đăng trâu vừa phơn hua của man đăng hời hay vì nè cột giang tăng bị sọc của phiệp tăng bị pê vì tăng bị trọp sầm bát đòn lô thai chân tao nhà khlang phải thắng lô thai trẻ thai chỉ mới đầu sọc nó phật chiên anh cho nó rồi trẻ tiệt à nè nè chẳng men này thà mấy men này thà dương ọt tờ tua do cà bịch hay ọt tờ tua do axit đây chầm ra ơn đây cái nòm dương tập lâu chầm ơn bà kia này dây không đây thà ao dương vì nè năng công sát pan bà kia này dây trong ở dương chầm ra ơn trong ở dương sọc chia mình luôn ruột nâu không sừng cung mui chỉ mui khi đôi tham anh dây đường vấp và thò chân mẹ chỉ bật tê ma tà mui tê miền này ta ruột nâu không sừng cung chỉ mui khi dương tầng ọt khi miền sắt không cá chui cha miền sắt không cá châu rùm chừng này tầng ọt khi mẹ tầng lô tê nẹt để châu rùm chừng này nè hay ca bắt bong là tắc sành nha là đây giờ thò vào bay này chiết dương có mẹ bắt tầng lô đây ta bắt tầng ọt khi chỉ ngay bàn lô che tầng khoai qual nè cục vào ông nè ai chân nọ dương này dây đường bon cho so dương ngày nay còn oi que prope và lìa dương trâu nâu thưa cách và tò tiết bắt mình ấy tê tầm màu 4 màu mà tận đọc trăm vi chẳng hạn lô cùng toát đây hả sai cho nó thế hay cho ngày nó ngày châu này ngày châu này chẳng ọt miền chọt cảm thi ấy tiết tê nè tê chóp dây hô bài đây mà đó nè chầm rạn đẹp rất đọt ngày nó thế màu pi đó chân tê đó màu bay mong tao nè prăng chìm ra ơn xịt ở đây lọ con là thò không chẹt dương tầng ọc này hai đầm bay lẹ pe về lia môi chìm ra ơn xịt ở đây lọ bán cứ riêng đặt tầm ngôn không luôn dương ở bàn chả ơn tầm lẹ tầm ngôn á tầm ngôn nâng tầm lẹ thì rẽ nâng bên đây thật tầm lẹ khăn pram cà chọp chìm pẹ chỉ mùi khăn nâng ở bàn chả ơn dương riêng lẹ cà chọp chầm pẹ chỉ mùi khăn nó ở bàn trơn ở đây đấy gì trâu ngày mong nó lo ta
នឹងម៉ោង7ដល់ម៉ោង8 9នេះល្អកុំឲ្យតាម៉ោងមកដល់12 10ឯអាហ្នឹងកម្លាំងពលឺថ្ងៃហ្នឹងវាទៅជាប៉ះពាល់អតិពលដល់ស្បែកប៉ុន្តែសុខភាពយើងល្អទៅវិញនឹងអ្នកណាត្រូវថ្ងៃម៉ោងហ្នឹងល្អណាស់ណាញោមមើលតែសឹកឈើដើមឈើកាលណាវាមិនត្រូវថ្ងៃនៅមួយលប់គឺសភាពរបស់វាគឺទន់ជ្រាយតែងើបឈរងើបមិនចង់រួចផងតែបើសុខភាពដើមឈើឬស្លឹកឈើណាដែលវានៅចំថ្ងៃពលឺថ្ងៃគឺសុខភាពដើមឈើនឹងរឹងមាំមនុស្សយើងដូចគ្នាចឹងញោមកុំខ្លាចថ្ងៃបងនឹងត្រូវថ្ងៃល្អពេលល្ងាចចាប់ពីម៉ោង4ឡើងអីយើងចេញមកត្រូវថ្ងៃដូចថ្មនិយាយមិញចឹងភ្ញាក់ពីដេកឡើងម៉ោង6 7ហ្នឹងល្អណាស់ដើរមកជុំពីរជុំផ្ទះយើងចឹងទៅបែកញើសចាំនាំនេះមកងូតទឹកហូបបាយហ្នឹងណោចឹងដែលយើងលះកាត់ពេលវេលាមកបំពេញសេចក្តីល្អបានព្រោះយើងលះភារៈគឺទម្ងន់ក្នុងខ្លួនយើងទម្ងន់ទី1គឺខណ្ឌ5ទម្ងន់ទី2គឺមានអ្នកទិដ្ឋិនឹងមានអ្នកមនុស្សយើងព្រះលោកសំដែងតកាលណាលះអតិថិមានអ្នកនឹងបានគឺមនុស្សនឹងកើតបន់រាល់ថ្ងៃអតិថិរឹងតាំងតែគេវាមិនដល់អញគេមិនចេះដល់អញគេវាក្មេងជាងអញគេវាគ្មានគ្រាន់បើជាងអញអញវាមានជាងគេអញវាគ្រាន់បើជាងគេអញស្អាតជាងគេគ្មានអាណាដល់អញអញអស្ចារ្យជាងគេអញធំជាងគេគ្មានអាណាដល់អញអញគ្រាន់បើជាអាណាទាំងអស់បើនៅអានឹងគ្មានកើតបន់ទេអត់កើតបន់កើតកុសលហើយចំណេះវិជ្ជាក៏អត់កើតអាស្អីផ្សេងទៀតក៏អត់កើតដែរអាចចំណេះវិជ្ជាទៅកើតតែមិនបើគេអត់ចេះដល់អញផងតាគ្រូក៏អត់គ្រាន់បើជាងអញដែរហ្នឹងតាគ្រូបង្រៀនខ្លួនឯងហ្នឹងក៏គ្មានគ្រាន់បើជាងឯងដែរអាហ្នឹងវាទៅធ្វើមិនកើតចំណេះអ្នកដតីនិយាយស្អីមកក៏ស្ដាប់មិនចូលហ្នឹងកុសលក៏អត់កើតដែរឬចេះទូមានអញចេះធ្វើបន់ខ្លួនអញដឹងតែដើរទៅណាអញដឹងតែត្រូវធ្វើមិនកើតបន់ដល់វាអត់មានសាសនាឯណាទូមានយើងបានទិដ្ឋិវារឹងតាំងយ៉ាងហ្នឹងគ្រាន់តែកុំថាឡើយដល់អត់ស្ដាប់គេគ្រាន់តែទិដ្ឋិរឹងតាំងយល់ខុសមានអតិថិក្នុងខ្លួនយ៉ាងហ្នឹងទិដ្ឋិមានអ្នកនឹងវាមានក្នុងខ្លួនប៉ុណ្ណឹងក៏អកុសលហ្នឹងវាកើតបាត់មិនបាច់ទៅទាស់ជាមួយអ្នកណាទេគ្រាន់តែត្រាំទុកទៅនៅទិដ្ឋិនឹងមានអ្នកប៉ុណ្ណឹងព្រះលោកថាដូចយើងដាំពូជនៃអកុសលនោះក្នុងសន្តាននៃចិត្តយើងអញ្ចឹងព្រះលោកសម្ដែងថាអ្នកណាដែលអាចលះកាត់ពេលវេលាទៅបំពេញបុណ្យចម្រើនកុសលបានគឺលះទិដ្ឋិនឹងមានអ្នកនឹងបានគឺបុណ្យកុសលកើតគ្រប់ខណៈចិត្តមួយទៀតដែលអាចទៅស្ដាប់ធម៌ធ្វើបុណ្យបានគឺលះទៅនៅទម្ងន់នៃខ្លួនយើងគឺខណ្ឌ5ដល់អាទម្ងន់នៃខណ្ឌនឹងឲ្យបានច្រើនបន្តិចអាឆន្ទរាជាប់ជាពាក់ជាមួយខណ្ឌនឹងណាជាប់ជាពាក់ជាមួយរូបជាប់ជាពាក់ជាមួយសម្លេងជាប់ជាមួយពីពាក់ជាមួយក្លិនជាប់ជាពាក់ជាមួយរសជាប់ជាពាក់ជាមួយផោតថាពៈចាយជាប់ជាពាក់វែងជាមួយនឹងរូបជាប់ជាពាក់នឹងរូបអាម៉េចមួយថ្ងៃរវល់តែពីរឿងអាហារបំពន់ឲ្យរូបមួយថ្ងៃរវល់តែពីរឿងថ្នាំសក់លាបសក់ឲ្យរូបមួយថ្ងៃរវល់នៅតែផាត់ការ៉ែមនៅតែគូសកញ្ចក់នៅតែគូសអញ្ចើមមួយថ្ងៃរវល់តែពីរឿងដើម្បីតែរូបមួយឧទាហរណ៍ចឹងចាស់ឆន្ទរាគៈជាមួយរូបដល់វារវល់យ៉ាងហ្នឹងមានពេលណាទៅវត្តកើតទៅស្ដាប់ធម៌កើតព្រោះអាទម្ងន់នៃខណ្ឌហ្នឹងវាធ្ងន់ពេកហើយអាខ្លួនឯងចោះថាទម្ងន់ខ្លួនឯងហើយវាទៅទម្ងន់ថែមលើប្តីនោះទៀតប្តីទៅធ្វើការបារម្ភប្តីអត់ចូលផ្ទះបាត់មួយថ្ងៃខឹងប្តីមិនដឹងទៅរកអាណាទៅជួបអាណីហើយបើប្តីនៅផ្ទះមែនប៉ុន្តែប្តីឈឺជាប់ជាពាក់ຕົកជាមួយប្តីទៅបំពេញសេចក្តីល្អអត់កើតឃើញដោយសារទម្ងន់នៃខណ្ឌទាំងអស់យើងក៏អត់ទាន់ដល់អាទម្ងន់នៃខណ្ឌហ្នឹងក៏អត់អាចទៅបំពេញសេចក្តីល្អកើតដែលវាជាប់ជាពាក់វល់នៅតែជាមួយនឹងរូបហ្នឹងមួយថ្ងៃហ្នឹងទាំងអស់គ្នាទាំងញោមទាំងអាត្មាហ្នឹងបើអត់ដកភារៈទម្ងន់នៃការជាប់ចម្ពាក់ជាមួយរូបនឹងបានខ្លះទេយើងទាំងអស់គ្នាគ្មានពេលវេលាមកបំពេញសេចក្តីល្អកើតទេហ្នឹងហើយអារូបនេះវាគ្មានដែលផ្ដល់គុណសម្បត្តិឲ្យយើងវិញទេញោមឯងពិចារណាទៅវាគ្មានដឹងគុណយើងទេយើងនេះខំប្រឹងថ្នាក់ថ្នមបំ3វានោះខំបាយខំប្រឹងដាក់ឲ្យវាមួយថ្ងៃ3ពេលយាយខ្លះដាក់5ពេលក៏មានដែរព្រលឹមឡើងបើកភ្នែកមិនបាយកកម្ដុំម៉ោង7កូនកទិញកាទៀវមកគោមទៀតមកដណ្ដប់ថ្ងៃត្រង់បាយថ្ងៃមួយសាមុនទៅខ្វៀលគោម៉ោង1ភ្ញាក់ពីដេកហ្នឹងមីងមាំងបាយកកមកគោមទៀតម៉ោង5ល្ងាចបាយល្ងាចមួយសាបាយល្ងាចទៅឈរជង្គង់មើលរឿងភាគចប់រឿងភាគមួយរឿងម៉ោង8កន្លះយប់មុនចូលដេកដាក់មកគោមទៀតយាយពីប៉ៅឲ្យវានោះប៉ៅប៉ាឯងប៉ៅមែនតែនប៉ៅតាំងពីស្បែកអាឡូងឥឡូវស្បែកជ្រួញអស់លីងប៉ៅតាំងពីថ្មិញមើលឃើញច្បាស់ឥឡូវចៅមកដល់ក្បែរអត់ដឹងអាណាចៅអាណាកូនប៉ៅតាំងពីតិចស្ដាប់លឺឥឡូវតិចស្ដាប់លែងលឺប៉ៅតាំងពីជាកេះមាំរឹងល្អឥឡូវនេះរឹងមែនស្ដាប់ធေါ်កន្លះម៉ោងងើបគូតមុនជាកេះទាំងអស់វារឹងពេកហ្នឹងណាប៉ៅតាំងពីជាគង់ល្អឥឡូវអាលងជាគង់អស់អាលងតាគៀកអស់
tàu tăng bị sọ mau cặp ở lâu này sọ so chụp pru bây giờ xưa ta tập han này bài mền so thọc mau thò mà chia tên đi nè ngài mau liệp mà tật bay đòn cái bàn mau này nè anh nói cái hào anh nói ót sọc tiền à pre lục tha oi từ tua do ca bứt này chỉ vật nè từ tua ca bứt là cha nè so rồi nè ót đăng ta là vua khoa lửa ngày so ấy mau ấy ót đăng ta bị ngu tắc sắt sót hơi nè ngà ót men là vua làm pol tóc hướng liệp hướng banh hướng cắt hướng đê chứ đây nè ngà tam tầm nào tam thom mà chiết bao việt tơ thơ mách và đo pe đo và liệp bao việt về thấu so chỉ cho bắt này thom mà chiết à na có đôi na để đo pe thấu so mấy nhà na đôi na để đo pe thấu bạ nè ngà sẽ cái đây slap na đôi na để đo pe thấu nề riết cha prot sắt nè song khá cứ nề riết đo pe đo và liệp trâu nề riết nè dồn thoát cái cha này chẳng chặt bao cái smile mình sâu cao bạn để khép năng khạc chỉ mùi rướng đã bị cào năng tiền chẳng dương ai lẹ cắt pe và liệp mà mình pin sẽ đây là bán với tao dương lẹ ca chọp chụp bẹt chỉ mùi khăn nó là bạn chờ tích chẳng rúp chẳng vết tình đi ca sau tao nà rom chỉ sọc chỉ tốc tô mà nó sau mà nó có thấu hiện tao tôi score là rom nâng đa score là rom dương class na nhổm còn mỗi rom nó vừa bạn để khép tao tam ca bắt tục chờ pe họ là ngay nè rom dương nó đôi tật nó lơ sặc chụp chẳng na vậy rom dương này nè na cái dây bùa ta nhâm xinh na cái dây đào tới dây bị chan phong năng phong cặp bật trâu kia nè ngà khơi việc plak đô này lươn đôi tắc lơ sặc chô cái vừa cả lạch tao cào vừa ọt nấc á hay đầu vừa ọt nấc chân vừa ọt sọc nè ngà chặt dương trâu nâu ở sma nâng bàn sọc nè riêng hạt chặt dương ở sma cầm oi về tình yêu của ca sau tơ nở rong nâng việc clean clone bạn để khát năng khát chỉ mùi rương để dương chụp và sọc lên trơn pe chẳng ngay ban chỉ pre lục sầm đài thảm mách phần đô bờ mang ru pang về tình yêu bộ lô bờ má mà đây chỉ cô bờ má xanh nha sang kara cát lô bờ má miêu bờ mang chỉ vinh nhiên năng tê tan này chỉ pon thụ nê ru miền sợi priệp thiệp năng đông này bờ tắc về tình yêu miền sợi priệp thiệp năng cặp bình tắc đại bào láo pruy nhung về tình yêu cứ ca sau giờ rom năng đôi tắc lơ sặc chu cứng lô bờ má đôi cặp bình tắc đại bào láo pruy chứ nhung mai squal cặp bình tắc ấy mày tới cái hao cặp bình tắc mày tới squal bằng đang tắc bào với tình nghĩa priệp hạ bay đôi chỉ cặp bình tắc ru biết đôi đông bờ pu tắc năng copy cặp bình tắc đông đây bờ pu tắc đôi nhiều anh bò score rồi cả bò nhiều anh bao năng bò pe về pu mà về bào là ngay về bài pu bào là ngay bài pu đại khơi nhé năng cái hao tháp bờ pu tắc về miền sập hiệp dư chiêng cặp bình tắc vừa lươn chẳng ru dương đi tụm bay thlia về chặt sập nam ấy nó bài tập nam ấy nó dây class cao chiến nó nát ta class mà rồi pram ấy nó bàn việc bay mà đo ngà rùm đó nè khơi về du ấy việc bao du tay trắng bàn việc bay ta cả pin tất ọt chẳng tì ôi xua cả pin tất ọt score đôi nhẹ anh flop pe lẹ plieng mau tập bóng đờm năm hay ta qua tập chua đầy cháu là đặt đầy cháu là về ngọt máu á lẹ plieng mau ráo cứ tiên qua tập chua sẻ đầm bay đặt tạt lọc máu về ngọt hay đập pe plieng cho pe pi mê bay mê tắc pin sẻ cao bị pin sẻ đang tấu về rang quanh sân nè rang tấu pe về cô quanh về chặt cô quanh hay ngay cầm đau về khăng á đây giờ chua hay tật đọ hay ngay về cái đầu khăng á nhiều máy chạm mơ xây để phò tranh về đây lót lên này của tôi chứ hay mẹ thông đôi cặp pin tắc cái đôi cặp pu tắc cái với tôi lươn á anh đang nghe cái hào thác cặp pin tắc nè vừa lươn chăng nè chẳng về tình này ca sau giờ rom nó vừa lươn chẳng đà sau giờ rom rồi bỏ dương chỉ bật thôi chốn nó vừa plak đồ lươn đôi mai vậy mình chẳng lươn sau cái vậy ta sao nhánh cái vậy mình vừa tóc khăn cái tơn nè pluk đạt nó đăng nhanh tới sao cái nhanh đập về hôm mình thấu chắc tao bao chan nó mua dân tao nẹt lá nó nè khơi về plak đồ nên lươn nè lươn đôi chưa cả pin tận chẳng chẳng ai ban chỉ pre lục tu miền dương thà bạch trong ban sẽ cái sóc ở riêng hạt bột lột đòn ca từ tu tâu nó rầm từ tu băng nó rầm bao dương nắng ở miền ca ấp sòng cọp còn ở việc clean clone bạn để khép plak đồ nên lươn pe nè ở riêng nhăn chặt dương ở tàu chiều pe khai chặt khá ảnh đang tước dương đào tâu nó sẽ cái sóc chẳng sợ rộng mà với cô thoi giống trong phải chẹt thà nhiệt nhôm để ai lẹ cắt pe về liêm mà vòng pin dịch đây là mà đập thoi mà thôi bòn bán pro dương đo phê rẹt cứ tầm ngôn này khăn pram bị không luôn dương ban tràn càn ná pe về lia để dương vòng pin dịch đây là ban tràn càn nó bon của xóm có đồng mấy chầm rán tràn càn đằng đôi thế nó giống sòng ạn một tình đề hai công tự khăn to chỉ môi năng dịch đây là
nhiệt nhôm khla thả bạc tật chất nhôm cả na thưa lọ đưa ở đây chụp pho lọ chụp từ rương chừng rây xong say đôi kỳ tha mau bị hai cả thân nam tâu cả na mau bị hai cả thân với nhà ở đây còn lên trao con còn cắt ca lên scroll nhôm cả na chi mà đai cho hai ở bốc có slap mà đai có slap choสมัยព្រះពេលព្រះអង្គមុនពេលព្រះអង្គអនុញ្ញាតឲ្យកើតឲ្យភិក្ខុចាំព្រះវស្សាមានអង្គកឋិនឲ្យបរិស័ទនឹងអនុគ្រោះដល់ប្រសង់លោកអាចក្រាលក្រងកឋិនពេលដែលព្រះអង្គត្រាស់ដឹងភ្លាមមានតនណាហែកឋិនបណ្ណកាលពីព្រះអង្គមិនទាន់អនុញ្ញាតឲ្យគេហែកឋិនមុនពេលកើតកឋិនមានមនុស្សស្លាប់ឯងញោមមានទេមេដាព្រះអង្គមិនទាន់បានហែកឋិនណាព្រះអង្គទៅមកប្រសូតបាន7ថ្ងៃមេដាដាច់ចោលបាត់ហើយចឹងសួរថាអានឹងចង្រៃមកពីហែកឋិននេះក៏មិនបើកឋិនមិនទាន់មានផងណាហើយយើងនេះតាស្អីតិចដឹងថាដាក់បន្ទុកជាមួយប៉ុនណាថាចង្រៃមកពីប៉ុនដូចនាងបដាចាធេរីអីញោមឯងមើលក្នុងមួយថ្ងៃស្លាប់ទាំងអស់ប្តីក៏ស្លាប់កូនក៏ស្លាប់2នាក់ប្តីកូន2នាក់ប្តី1 3នាក់ម៉ែឪបងប្រុសស្លាប់ក្នុងថ្ងៃតែមួយទាំងអស់ហើយសួរថាកាលហ្នឹងនាងបដាចាហែកឋិនមែនញោមហែកឋិនហើយមែនអត់ទេមានពេលណាហែកឋិនមានពេលរត់តាមប្រុសនឹងទៅនៅព្រៃនោះឲ្យវាចង្រៃអីបើទៅងាប់ស្លាប់តែទាំងអស់គ្នាមកផ្ទះក្នុងថ្ងៃតែមួយនឹងមានមកពីហែកឋិនណាមានមកពីធ្វើបន់ណាបើយើងនេះឲ្យតែមានទុកអីមកពីធ្វើសេចក្តីល្អហើយមកវិញជួបទុកហ្នឹងតាំងបន្ទោសនឹងតាំងបន្ទោសថាមកពីធ្វើបន់ដោយអាចារ្យដាក់ធុងបាសឲ្យកូនគេរំពេលខែចូលឆ្នាំអញ្ចឹងដល់ពេលកូនគេវាយក្បាលគ្នាបែកក្បាលគេមកបន្ទោសអាចារ្យថាកុំតែអាចារ្យឯងដាក់ធុងបាសក៏កូនខ្ញុំវាយគ្នាបែកក្បាលដែរវាមិនមែនតែបន្ទោសកូនខ្លួនឯងហើយគេណាមនុស្សហើយមនុស្សណាតែបន្ទោសធំបាសតែបន្ទោសអាចារ្យតែបន្ទោសលោកហ្នឹងហើយអាហ្នឹងអញ្ចឹងណាអញ្ចឹងបានមកថាយើងធ្វើសេចក្តីល្អនៅពេលដែលផលល្អមិនតាន់ឲ្យផលយើងកុំអាលទោមនោះជាមួយសេចក្តីល្អសេចក្តីល្អទុកបីបច្ចុប្បន្ននេះវាមិនតាន់ឲ្យវិបាកប៉ុន្តែអនាគតជាតិគឺមិនភ្លេចយើងទេហើយអាពូជដែលយើងអាសេចក្តីល្អដែលយើងធ្វើឥឡូវទៅជាទទួលរងទុកនឹងពីព្រោះពីមុនមកយើងមុនមកកើតជាមួយម្ដាយឪពុកយើងអត់ដឹងថាមកពីណាទេយេសឿនញោមផានកូនញោម6 7នាក់ហ្នឹងពេលនិយាយសួរយេសឿនយេសឿនបានដឹងពេលយេសឿនចាប់កកំណើតកូនមួយញោមឯងមានដឹងថាពេលយើងពោះដបងពេលចាប់ដើមដឹងថាមានកូនក្នុងផ្ទៃដបងពេលវាមកមុនមកកើតចាប់កំណើតមួយយើងវាមានណែបោះប្រូក្រាមបនដោយកូនគេធ្វើប្រូក្រាមបនចែកប្រាប់ភ្ញៀវថ្ងៃហ្នឹងវាមានបោះសបុតប្រូក្រាមមកប្រាប់ថាម៉ែនេះប្រវត្តិរូបខ្ញុំម៉ែឯងទទួលបានអត់ទេខ្ញុំមកពីកន្លែងនេះពីមុនមកខ្ញុំជើងកាងណាម៉ែហ្នឹងហើយនៅក្នុងចុងភូមិអាណាដែលកាប់ចាក់គ្នាព្រឹកល្ងាចណាអាហ្នឹងហើយឥឡូវខ្ញុំសុំមកចោះចាប់កំណើតជាមួយម៉ែវាមានប្រាប់ប្រវត្តិរូបវាចឹងអីហីអត់ដឹងថាវាមកពីណាទេបើអញ្ចឹងពេលមុនវាធ្វើស្អីក៏អត់ដឹងហ្នឹងហើយស្រាប់តែវាមកកើតជាកូនយើងឥឡូវហ្នឹងស្រាប់វាធ្វើល្អឧទាហរណ៍ទាំងអស់គ្នាមិនមែនតែយេផានហ្នឹងយេសានយេសឿនហ្នឹងទាំងអស់គ្នាកូនយើងទាំងអស់គ្នាឥឡូវហ្នឹងវាធ្វើល្អមែនប៉ុន្តែប្រវត្តិរូបវាពីមុនមកមិនដឹងវាធ្វើអីខ្លះមិនដឹងវាទៅធ្វើស្អីខ្លះហ្នឹងអញ្ចឹងឥឡូវវាល្អប៉ាពីមុនមកមិនដឹងធ្វើអីអញ្ចឹងអតីតជាហេតុបច្ចុប្បន្នជាផលអញ្ចឹងអាគាត់ពងធ្វើល្អឥឡូវនេះវាអត់ទាន់ទទួលផលប៉ុន្តែគាត់ទទួលអវិបាករបស់គាត់ពីអតីតមកសិនយើងកុំឲ្យបន្ទោសសេចក្តីល្អដែលយើងធ្វើឥឡូវហ្នឹងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អទាំងអស់គ្នាហើយបើអត់ធ្វើល្អទេអត់មានវិធីណាដែលនាំយើងបានមកមនុស្សមួយជាតិទៀតទេគ្មានវិធីទេអត់មានងូតទឹកលាងបាបដូចមនុស្សនៅឥណ្ឌាទេញោមណាទៅឥណ្ឌាដឹងហើយងូតទឹកលាងបាបមួយថ្ងៃយីពីតម្រង់ជួគ្នាចុះស្ទឹងនឹងដើម្បីលាងបាបអាខ្លះធាក់ម៉ែមួយជើងទម្លាក់លើផ្ទះអញ្ចឹងទៅវហត់ទៅស្ទឹងនឹងលាងបាបអញ្ចឹងទៅងូតហើយលើកមកវិញគេសើចអញអស់ហើយបាបឲ្យជ្រះអស់ហ្នឹងវាយប្រពន្ធ3 4ក៏ភ្លៀងអញ្ចឹងទៅគេទៅចោះងូតទឹកហ្នឹងគេញឹមគេថាអញរួចអស់ហើយបាបរឿងហ្នឹងព្រះសំដែងតែមិនមែនតែមកឡូវនីនាំនាងងូតទល់ឥឡូវហ្នឹងទេសម័យព្រះគេងូតតាំងពីសម័យព្រះមកអាទឹកលាងបាបហ្នឹងព្រះអង្គប្រពអំពីព្រាហ្មណ៍ចាស់ម្នាក់រឿងក្នុងព្រះសាសនានេះព្រះអង្គឲ្យយើងរៀនយល់អំពីហេតុនិងផលអត់មានអ្វីដែលកើតឡើងដោយមិនមានហេតុទេអញ្ចឹងយើងចង់បានសេចក្តីសុខវាតើយើងសន្សំពូជនៃសេចក្តីសុខខ្លួនយើងអត់មានអ្នកណាសំជំនួសទេហើយបើយើងអត់បានធ្វើសេចក្តីល្អក៏អត់មានវិធីណានាំយើងទៅកន្លែងល្អបានដែរទៅកន្លែងសុខបានដែរអត់មានវិធីលាងបាបទេអត់មានវិធីផ្សេងដទៃក្រៅអំពីចម្រើនសេចក្តីល្អខ្លួនយើងទេហើយក៏អត់មានព្រះណាចាំទទួលបាបជំនួសយើងដែរណោព្រះអង្គប្រពអំពីព្រាហ្មណ៍ចាស់ហ្នឹងគាត់ពីក្មេងមកគាត់អ្នកកាប់ជ្រូកកាប់គោកាប់ក្របីញោមដល់ពេលគាត់ចាស់ឈឺធ្ងន់ទ្រុឌទ្រោមទៅធម្មតាញោមមនុស្សយើងពីក្មេងធ្វើចោលលួចឆក់ប្លន់មិនក៏ដោយប៉ុន្តែពេលដែលវ័យចុងក្រោយទៅតែងមានសេចក្តីតក់ស្លុតចំពោះខ្លួនឯងហើយញោមចំណាំមើល
cứ bị khmeng mau khô khâu bà na cả đói bà nà bê chắc chết đại cho nực khơi sòng vây luôn anh bị khmeng mau tổng hóc cục giang để luôn anh flop thưa rồi còn tha lại đó là lui chọn plon cặp sầm lấp nè để tây xong bay tập một bật thắt các bọt của pôn con luôn anh miền chặt flop một bật các bọt của pôn con luôn anh tầm mà đong nó còn mà nước bê để chơi ngon tao cứ miền vi bà đệ xa đây luôn anh đây cất sọc tật này bị cha là na tha bê để vào pôn con nơi trong chương sờ bạch đây sờ bạch chương thắt non bê để luôn anh chứa chập ra tật này bị cha na tha anh ca để nông miền cầm lắng mình cua na thưa chẳng đặt vào pôn đặt côn này à để bộ quạt do chặt tục đặt miền là na chỉ ti bằng ban cao pi vào pôn con luôn ấy chập ra sừng về đối ta priêm chặt vì không ai mau cọt cặp sầm lạp côกับbay prắc lưỡi cọt nè họ si cặp sạch cô nhú nè à cô khiết tật đôi cô khiết tật cặp chẳng đá nè rồi si cặp sạch cô lộ sạch sạch lộ hay đòi chẳng tao pe để cọt chặt chư ngôn tao cọt sừng về luôn cọt tao ai nhời anh tăng bị cao một tôn kia chẳng nan đi mà ngày đang là thua tập ba thua tao sẽ đây à cọ vẫn đang là luôn ấy thua tập ba thua tao sẽ đây à cọ vẫn ọt miên tao họ sẽ đây là oi nát ngon nét tao ngu tật liền bạp chứ vô mình nẹm tao liền tập bạp chẳng ta nấy đòi cha tao nom luôn ai nâng bầm lâm lao à pe bật tại chẹn á cọt thua tao là cam luôn cọt tao mà đòn men tao ngu đã pe ngày rẹt ngày cái đau đôi kia thầm thầu ấy bầm lâm lao bật bầm lâm lao à mê bông tao tại chẹn khăng đó cọt chọc tao cho hành nhất tao tất chẳng lại nó còn đào tất á hay miền phía để ca muối nó không trồng xa vật thấy nó cọt bầm lâm lao cọt chẹt tao đòn tất nó không tầng nâng can khom tao đòn tất à tật nắng sóp có kia do tập đại không nắng à mà nước có châu không nắng nè à xây có châu không nắng à phắc có nâu không nắng đây nền đĩa đó cực kịch trầm quạt ơi hay tách lô thầy dây na tờ linh đĩa cho lom chọc bật trường tôi tam pre nó chọn đĩa là lơ lan chạy kia hết rồi nè pin đây đừng ta nó cho tôi cho thèm tật nâng răng khiêm răng tay răng chương và hai chị buồn thèm mau chẳng tao bàn cọt ngớp ta đọc hối ta lọp mà tẹt mình mà sai lao tới cho cả đa tật năng phía đó nhặt tật chứ nèng tia ca năng khơi chẳng ngol có xua ta mấy bàn chèn mà cho thèm tật tầng prắc cắt tầng prắc kia khúc kia pẹt tầng xóm đáy xóm chương pẹt tầng ao pi bay choan kia là nghe nè mình tầng ban cho tật đôi ta po ngày ta mà thua từ rốt là cam ấy luôn ai nâng ta chào ai chào ta miền bạp chớn nè hay ta miền bạp chớn nâng ta mau chéo thèm tật đằng bay ấy ý cháu tật nâng chỉ tật liêng bạp kia mà liêng cướp từ kia chẳng ta một thèm tật liêng bạp niềng nó có chụp mọt chụp có tư đòn tật ấy có tẹt bình tử niềng thà ôi chẳng nó ta tẹt tử sai lái mau khơi ta nó tết xua tiệt thằng sai mau tết xua tiệt xua đây là đá ta đấy thòm bán hay chỉ cháu ai mà mấy chết ta xua là ngày nữa ngày na cả xua ta đấy là đây sầm nua đây là đây nữa ta prap hơi ta mà cho tram tật liêng bạp chào anh sạp bàn thế niềng tia ca có bàn pô thật bàn lư ai ta cháu lư đó và cháu chạy trong xua ta tao thả à đây là đây nó đầm bay ở ta nó miền sạch tệ bị cha là na hí mà mơ người ấy ọt sạch tệ à mấy cháu nì dây mình xong rung chân cháu chỉ côn cháu nè na ta bốn khăn ta còn à khăn nhưng trong dây ta nì dây ở ta miền sạch tệ nhạ rồi lắc nực khơi thả bờ xanh chỉ tắc nâng về tắc liêng bạp mà nụ cục kia men việc cua ta liêng tray liêng cà pơ không năng môn ta từ tiết pro à tray cà đam đau cà pơ việc đây không tắc năng hóa quan năm đôi đau cái này phải mỗi năm bằng ngọc chẳng hạn đau này vừa nâu tần đau nó không tắc vào lao mà nụ sao việc cua ta liêng ba vừa đâu phát pin đau mà nụ hay tray ấy này cà pơ ấy này bà con ấy này bà liêng ba với hai với chọp mong dương tê bộ với ba phải vì mạch thầu mà chọp mong dương mà cho năng ta này vậy bờ vì liêng bạp chỉ hay vì chọp mong thế vì miền bạp nó nè hay cà pơ ấy này về lên đâu cà pơ và mau mình nước với ha đòn niềng thai chẳng tốt dẹp đi đôi miền hải phò mà giang đại ta mình niềng bờ mình nước mà thèm mà plate liêng bạp mà lại xong liêng sát tệ để chan không năng overrule bị tệ để chan tray bên đâu ta tray ọt miền liêng tranh mau mình nước phóng nè cà pơ bên đâu ta cà pơ ọt miền liêng mau mình nước phóng đỡ bên đâu ta đỡ cả đám bên đâu ta cả đám đi về đây thèm nông tật nâng tăng phật tăng là nghĩa dọa cho nam mỏ khai phóng anh mà thèm ta pi bay ngay liêng mà gió đòi chẳng sạp bị cha na tao chào rồi anh có bông đập bật khỏi mà lại xong anh prang đập bay buồn ngày tới đáy cho ngọt á bà anh cha phong người mà cho thèm tật bay buồn pram mong nhặt tật trật trương ro là bật đấy
ก็ឲ្យសម្ពុតថ្មីមកប្រដាប់ឲ្យទៅនាងទារិកានឹងទៅឲ្យអរគុណនាងពីថ្ងៃនឹងទៅក៏សួរនាងថាចុះនាងបានពាក្យនឹងមកពីណានាងចេះមកពីណាទៅទេខ្ញុំមិនមែនចេះដោយខ្លួនឯងទេខ្ញុំមានគ្រូហើយចុះគ្រូរបស់នាងអ្នកណាគឺព្រះសាស្តានាមសមណៈគោតមចឹងចុះព្រះសមណៈគោតមគង់នៅតាណាគង់នៅវត្តចេតពុនឡូវតាទៅស្រាប់ធរខ្ញុំនេះមិនប្រកែអីទេខ្ញុំមិនចេះទេគ្រាន់តែស្រាប់ព្រះទៅវាចេះតិចតួចចឹងតាចង់ភ្លឺចង់ច្បាស់ទៅជួបព្រះក៏បានតាព្រាមចាស់ទៅស្ដាប់ធម៌បួសទាំងវ័យចាស់នឹងញោមបានស្ដាប់ធម៌ជីវិតចុងក្រោយហើយនឹងបានសម្រេចត្រឹមសោតាប័នមុនពេលគាត់ស្លាប់ទៅញោមឃើញទេចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ទៅសើថាទឹកជ្រៅដែលអាចមើលឃើញបាតដីបានពីព្រោះទឹកនឹងវារងថ្លាដោយមិនមានកកល្អក់នៅពីក្រោមបុគ្គលមិច្ឆាទិដ្ឋិដែលងងឹតឈឹងដែលអាចមើលឃើញផ្លូវដើរឲ្យភ្លឺទៅបានតតែបុគ្គលនឹងបានស្រាប់ទៅនៅប្រធរហើយជាក់ច្បាស់ស្រាប់ដោយយោនិសោមនសិការៈចឹងញោមទាំងអស់គ្នាត្រូវស្រាប់ធម៌ដោយយោនិសោមនសិការៈស្រាប់ហើយតាំងទុកក្នុងចិត្តហើយដល់ទៅដល់ការពិចារណារកហេតុនិងផលពេលណាយើងរកហេតុរកផលឃើញហើយយើងដឹងច្បាស់ថាកន្លែងហ្នឹងចម្រើនកន្លែងនេះវិនិច្ឆ័យកន្លែងនេះផ្លូវនាំយើងទៅកាន់ទីរលត់ទុកកន្លែងផ្លូវកន្លែងនេះផ្លូវនាំឲ្យយើងជាប់ជាពាក់ទៅនៅក្នុងកងទុកតើយើងច្បាស់អញ្ចឹងបានយើងដើរទៅក្នុងផ្លូវមួយដែលត្រូវអាចអត់សង្កត់ខ្លួនយើងឲ្យរួចចាកទៅនៅសេចក្តីទុកបានណាញោមសូមអនុមោទនាអញ្ចឹងសរុបមកអ្វីដែលអាត្មាលើកបាញ់មិញមួយម៉ាត់ទៀតចុះចង់មានន័យថាបើយើងអត់ប្រព្រឹត្តសេចក្តីល្អទេអត់មានវិធីណានាំខ្លួនយើងទៅកន្លែងសុខបានទេអត់នាំខ្លួនយើងទៅកន្លែងចម្រើនបានទេអត់មានព្រះណាមកជួយស្រង់បាបយើងបានទេអត់មានវិធីណាដែលលាងបាបយើងបានក្រៅអំពីសេចក្តីល្អដែលយើងប្រឹងចម្រើននឹងទេហើយអាសេចក្តីល្អដែលយើងចម្រើនហ្នឹងមិនមែនជាវិធីលាងបាបទេណាមែនតែខ្ញុំកណាជាពាក់កម្មគេច្រើនណាឥឡូវខ្ញុំកណាមកសុំសិលមួយដេចគុណមកស្ដាប់ធម៌មកធ្វើបុណ្យឲ្យលាងបាបជ្រះអត់ទេពុទ្ធសាសនាក៏អត់មានវិធីលាងបាបដែរគ្រាន់តែថាលោកដាស់តឿនឲ្យយើងប្រឹងចម្រើនសេចក្តីល្អដើម្បីអីអាបាបវានៅតែបាបដដែលអាលួចគេវានៅតែសងគេវិញក្នុងជាតិណាមួយដដែលអាជេរគេគង់តែគេជេរវិញក្នុងពេលណាមួយដដែលប៉ុន្តែចោះធ្វើល្អតែអីចឹងបើធ្វើឲ្យអត់លាងបាបស៊ីសងនេះដែរថាធ្វើល្អនឹងដើម្បីឲ្យយើងបានចម្រើនសេចក្តីល្អទៅជាមួយខ្លះឲ្យយើងទៅអនាគតជាតិទៅកុំឲ្យវាទទួលតែទុក្ខវេទនាឲ្យវាមានសុខវេទនាលាយជាមួយទុក្ខវេទនាខ្លះកុំឲ្យវាយើងជួបតែសេចក្តីទុក្ខពេកហ្នឹងហើយកុំឲ្យជួបតែសេចក្តីវេទនានៃរះប្រត់ប្រាស់នឹងខ្លាំងពេកយើងចម្រើនសេចក្តីល្អដើម្បីញ៉ាំងខ្លួនយើងទៅកន្លែងល្អនឹងអាសេចក្តីអាក្រក់ដែលយើងធ្លាប់ធ្វើមកវាដឹងតែជាប់ប៉ុន្តែសេចក្តីល្អដែលយើងធ្វើក៏វាអត់បាត់ដូចគ្នាចឹងដែរអញ្ចឹងយើងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អសម្រាប់ខ្លួនយើងទាំងអស់គ្នាណាញោមសូមអនុមោទនាចប់ហើយញោមបានណាកុំវែងពេកប៉ុណ្ណឹងចុះយើងនិយាយរឿងកតញ្ញូនេះតិចសិនឲ្យកូនចៅបានដឹងអំពីតម្លៃនៃគុណូបការៈរបស់មាតានិងបិតាប៉ុន្តែកូនពេលខ្លះដឹងណាប៉ុន្តែយើងដឹងក្នុងន័យនៃការរស់នៅយើងអត់ដឹងក្នុងន័យនៃផ្លូវធម៌ដែលបើនិយាយតាមផ្លូវធម៌តាមពុទ្ធសាសនាតើម្ដាយឪពុកមានគុណអីខ្លះបានដល់លោកទេសនាអាចារ្យនិយាយធម៌ចេះតែនិយាយថាម៉ែមានគុណឪមានគុណច្រើនជាអណែករាប់មិនបានប្រមាណមិនត្រូវយកស្អីមកប្រៀបនឹងគុណម្ដាយគុណឪពុកអត់ស្មើហ្នឹងតើវានៅត្រង់ណាគុណហ្នឹងបានវាធំម្ល៉េះរហូតដល់អ្នកប្រាជ្ញលោកពោលថាឲ្យយកភ្នំព្រះសម័យយកមកធ្វើជាដងស្លាបបកាឲ្យយកទឹកមហាសមុទ្រយកមកធ្វើជាទឹកខ្មៅឲ្យកូនឯងអង្គុយទៅសេរៀបរាប់ឲ្យអស់អំពីតម្លៃនៃសេចក្តីល្អអំពីគុណរបស់មាតាបិតាឲ្យអស់រហូតដល់រិចដងស្លាបបការីងអស់ទឹកមហាសមុទ្រក៏ទៅសេមិនអស់ដែរញោមធ្លាប់ឮពាក្យហ្នឹងហ៎ហើយចុះវាគុណនៅត្រង់ណាបានវាច្រើនយ៉ាងហ្នឹងដល់ថ្នាក់យកភ្នំយកមកធ្វើជាដងស្លាបបកាទៅសេដល់រិចភ្នំហើយនៅតែសេមិនអស់ទៀតយើងមានគុណលើកូនដោយសារអីខ្លះដឹងខ្លួនយើងហ៎ញោមសុខខាន់ឈ្មោះញោមល្អទៅណាហ្នឹងមើលណាសុខាងដើមសុហ្នឹងប្រែតល្អដោយសារអីមើលនិយាយមួយម៉ាត់បានបីបាច់ថែរក្សាកូនអីទៀតមុនបីបាច់មានអីមុនបីបាច់ពោះបកើតហ្នឹងណោះឥឡូវបានណាបើរៀបរាប់ច្រើនណាប៉ុន្តែបើអាត្មាស្ដាប់ទៅគឺយើងគ្រប់គ្នាយើងដឹងថាយើងមានគុណលើកូនតែពីរទេទី1គឺការចិញ្ចឹមទំនុកម្រង3បាច់ថែរក្សាអាត្មាសរុបមកអាការ3បាច់ថែរក្សាឲ្យចំណេះដឹងឲ្យមានអាពាហ៍ឲ្យមានប្តីមានប្រពន្ធឲ្យចែកទ្រព្យសម្បត្តិឲ្យការទូមានឲ្យអ្វីគ្រប់យ៉ាងទាំងអស់ក្រោយពេលកើតយើងសរុបមកគឺឧបការៈគុណដល់មួយទៀតអាគុណនៃពោផ្ទៃគុណធាតុគុណឆ្អឹងដែលគេបែងចែកឪពុកមានគុណ21ម្ដាយមានគុណប្រមាណហ្នឹងគុណធាតុគុណឆ្អឹងហ្នឹងណារាវទៅម្ដាយអាណារឹងមកធាតុឪពុកនេះហ្នឹងគេចេះតែថាទៅទេព្រះមានថាអញ្ចឹងទេបងហ្នឹងអញ្ចឹងទាំងអស់ហ្នឹងគឺទាំងពោផ្ទៃរហូតដល់ប្រសូតចាកចេញផ្ទៃគេហៅថាអី
ជាតិតិគុណគុណធំសរុបនៅត្រឹម2ជាតិតិគុណគុណគឺការផ្ដល់កំណើតឲ្យគេតាំងពីផ្ទោផ្ទៃរហូតដល់កើតគេហៅតែជាតិតិគុណគុណផ្ដល់ដៃផ្ដល់ជើងផ្ដល់សាច់ផ្ដល់ឈាមផ្ដល់ជីវិតដល់ក្រោយពេលកើតយើងចិញ្ចឹមបីបាច់ថែរក្សាថ្នាក់ថ្នមបំបីឃុំក្រងថែរក្សាការពារផ្ដល់ចំណេះដឹងការងារទ្រព្យសម្បត្តិអ្វីគ្រប់យ៉ាងគេហៅថាឧបការៈគុណប៉ុន្តែបើយើងនិយាយប៉ុណ្ណឹងគុណហ្នឹងវាអត់តាន់ទូលំទូលាយទេបើនិយាយតាមផ្លូវធម៌ម្ដាយល្អឪពុកល្អដែលបានឈ្មោះថាជាព្រះព្រំបានឈ្មោះថាជាទេវតាសម្រាប់កូនបានឈ្មោះថាជាអាហន័យសម្រាប់កូនបានឈ្មោះថាជាអាចារ្យខាងដើមសម្រាប់កូនព្រោះម្ដាយឪពុកព្រះសម្មាសម្ពុទ្ធព្រះអង្គលោកឲ្យឈ្មោះយើង4ទី1លោកឲ្យយើងថាជាព្រះព្រំទី2លោកឲ្យឈ្មោះយើងថាជាអាហន័យបុគ្គលទី3លោកឲ្យឈ្មោះយើងថាជាទេវតាក្នុងផ្ទះសម្រាប់កូនហើយទី4លោកឲ្យឈ្មោះហៅថាអាចារ្យខាងដើមដែលឲ្យឈ្មោះតាព្រះព្រំតើម៉ែហ្នឹងមានធម៌អីដែលឲ្យឈ្មោះតាអាហន័យបុគ្គលតើឪមានធម៌អីដែលឲ្យឈ្មោះតាទេវតាក្នុងផ្ទះតើម៉ែមានធម៌អីឪមានធម៌អីដែលឲ្យឈ្មោះថាអាចារ្យខាងដើមតើម៉ែមានធម៌អីឪមានធម៌អីនឹងយើងចាំតួនាទីយើងជាម្ដាយឪពុកកុំឲ្យលោកទេសនាអាចារ្យចេះនិយាយថាគុណច្រើនប៉ុន្តែគុណអីខ្លះអាចឈ្មោះ2ខាងដើមជាទេវតាក្នុងផ្ទះនិងជាអាចារ្យខាងដើមគឺម្ដាយឪពុកនឹងមានធម៌9លើកូនហើយស្អីខ្លះនិយាយដឹងអា9ហ្នឹងឯងអត់ដឹងទេហើយអត់ដឹងចាំកូនកុំមកហើយញោមបងហើយអត់ដឹងខ្លួនឯងត្រូវមានតួនាទីអីលើកូនផង9ហ្នឹងទី1បកើតគេមកត្រូវចិញ្ចឹមគេដោយបច្ច័យ4ដោយល្អ4ខាងដើមគឺត្រូវចិញ្ចឹមគេដោយបច្ច័យ4ហ្នឹងបកើតគេមកត្រូវឲ្យបាយគេហូបឲ្យគ្រប់អាហារឲ្យគ្រប់និយាយឲ្យងាយស្ដាប់សម្ពុតអាវស្លៀកពាក់ឲ្យសមរម្យសម្រាប់គេផ្ទះសម្បែងជ្រកកោនឲ្យសមរម្យសម្រាប់គេហើយថ្នាំសង្កូវជាបារោគពេលកូនឈឺយើងរៀបចំចាត់ចែងទុកដាក់ឲ្យល្អសមគួរគឺបកើតគេមកម្ដាយល្អឪពុកល្អត្រូវចិញ្ចឹមគេដោយល្អនៅបច្ច័យទាំងឡាយ4ហ្នឹងបញ្ញោមទាវដឹងគ្រប់ហើយអា4ហ្នឹងណាកូនណាបើមិនគ្រប់មិនសាច់ឈាមស្រស់បោះស្អាតទលុកទលន់ល្អអញ្ចឹងទេមែនទេញោមអញ្ចឹងយើងគ្រប់ចិញ្ចឹមកូនគ្រប់ខោអាវស្លៀកពាក់ក៏មិនខ្វះនឹងសម្បត្តិភោគកត្រប់យើងយ៉ាងនេះហើយមិនខ្វះទេបច្ច័យ4ហ្នឹងដឹងតែមិនខ្វះបន្ទាប់ពីមាន4ហ្នឹងអត់តាន់ទៅជាម្ដាយល្អឪពុកល្អអត់តាន់ទៅជាអាចារ្យសម្រាប់គេអត់តាន់ទៅជាទេវតាសម្រាប់គេតថែម5ពីលើហ្នឹងទៀតដែលគេហៅថាតួនាទីកតបកិច្ចយើងជាម្ដាយជាឪពុកត្រូវមាន5ពីលើអា4មិញហ្នឹងទៀតអា4ហ្នឹងគ្រាន់តែចិញ្ចឹមរូបកាយគេធំមែនណាយាយហ្នឹងអា4ហ្នឹងឲ្យវាធំធាត់ឲ្យបានកំមុំបានកំឡោះបានរូបសាច់ឈាមស្រស់បោះដូចថ្ងៃហ្នឹងគឺ4ហ្នឹងបន្ទាប់ពីមាន4ហ្នឹងត្រូវថែម5ពីលើទៀតហ្នឹងកូនចៅស្ដាប់មើលម៉ាក់យើងប៉ាយើងមានគុណអីខ្លះបានឲ្យលោកទេសនាចេះថាម៉ែគុណច្រើនឪគុណច្រើនណារាប់មិនបានប្រមាណមកគឺទី1មានអា4ហ្នឹងលើយើងបន្ទាប់មកលោកមាន5លើយើងទៀតគេហៅថាសង្ឃហធម៌5ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងក្នុងព្រះសតនវត្តលោកនិយាយអំពីតួនាទីកតបកិច្ចរបស់ម្ដាយរបស់ឪពុករបស់កូនចៅប្រុសស្រីតួនាទីកតបកិច្ចយើងជាម្ដាយជាឪពុកមាន5លើកូនថែមលើអបច្ច័យ4នឹងទៀតបាន9 5នឹងមានអីខ្លះញោមមើលរាប់ឲ្យត្រូវមួយមើលញោមស្អីញោមសំខាន់បើដាក់ប៉ុណ្ណាសំខាន់ណាហ្មងផ្កាយ3បងស្រីប៉ុណ្ណាសំខាន់គាត់នៅខាងក្រសួងហាផ្ទៃផ្កាយ3មើលឆ្លើយឲ្យត្រូវមួយមើល5ហ្នឹងឲ្យបានមួយមើលអញហើយចាំកូនមុំអស់ហើយមើលណាកូនទី1នៅណាកូនទី1ញោមបងអីតិចទេឲ្យកូនស្ដាប់ប៉ុន្តែអត់មានកូនមួយនៅហ្នឹងទៅអូនណ៎ហ្នឹងឲ្យបានកូនស្ដាប់ផងព្រោះទេឲ្យកូនស្ដាប់ទៅបងណាកូនទី1ណាមើលកូនទី1សុំមើលប្រភពតិចមើលហើយនៅឆ្ងាយម៉ាក់មើលមកគៀកតិចមកហើយចុះកូនទី2ណាកូនទី2ចុះកូនទី3កូនទី1អ្នកធ្វើផ្ទះណាកូនទី3ម៉ានញោមប្រុសម៉ាន7អូច្រើនបងអត់អីអង្គុយចុះបងអង្គុយចុះណាកូនទី1ហ្នឹងហើយមកឲ្យដឹងតែនៅហ្នឹងបានណាបាច់សួរទៀតទេនាំរើកន្លែងប៉ុន្តែអាចចូលមកអង្គុយបាយនាមបានចូលមកអង្គុយចិត្តនាមមកយើងជុំនាមមកធ្វើបន់ឲ្យប៉ាម្ដងម៉ាក់ម្ដងមិនងាយបានធ្វើអីយូរយើងបានធ្វើម្ដងមកជុំនាមមកកូនចៅតាំងភាសាតាំងបកើតមកហ្នឹងហើយមកស្រួលអីប្រាប់បាត់ឲ្យស្រួលចាំទេទៀតតួនាទីយើង5ហ្នឹងអត់ដឹងមានអីខ្លះខ្ញុំណាមករាប់ឲ្យស្ដាប់ពេលខ្លះយើងអត់ដឹងថាយើងកំពុងនៅជាមួយធរទេអញ្ចឹងបានក្មេងខ្លះថាលោកគ្រូមិនដឹងទៅរៀនធរទៅស្អីមិនបាច់ពឹងធរក៏កណានៅសុកដែរឲ្យតែមានទ្រព្យអាត្មាថាមែនទេយើងមានទ្រព្យមានយុស័កយ៉ាងម៉េចក៏ដោយបើអត់មានធរគឺនៅអត់សុកមានស្អីក៏នៅមិនសុកដែរបើខ្វះធរអាត្មាឧទាហរណ៍តែមួយចុះបើមកពុកខ្វះធរមេតាលើកដៃកាប់កូនភ្លាមតែឥឡូវហ្នឹងបើអត់មានធរមេតាក្នុងខ្លួនមែនទេពុកកូនអត់មានធម៌មេត្តាកាប់ឪភ្លាមឥឡូវហ្នឹងតែខ្វះធម៌តែមួយវិនាទីមនុស្សរស់នៅអត់សុខក្រតែយើងអត់ដឹងថាយើងកំពុងនៅជាមួយធម៌ហ្នឹងនឹងមិនដឹងធម៌មានន័យថាម៉េចទៅព្រោះធម៌ហ្នឹងគឺធម្មជាតិត្រត្រង់យើងឲ្យយើងបានសេចក្តីសុខនិងសេចក្តីចម្រើនធម្មៈហ្នឹងអញ្ចឹងយើងរាល់ថ្ងៃសំបីតួនាទីយើង5ដែលយើងកំពុងនៅជាមួយធម៌ហ្នឹងក៏យើងអត់ដឹងថា5ហ្នឹងអីខ្លះដល់ពេលលោកនិយាយច្បាស់ជាដឹងចាំមើលលោកនិយាយមើលញោមមានអា5ហ្នឹងអត់ញោមប្រុសណាទី1ប៉ាណាំងនិវារេនតិក
កូនកើតមកយើងជាម្ដាយល្អឪពុកល្អគឺហាមខាត់កូនមិនឲ្យកូនប្រព្រឹត្តសេចក្តីអាក្រក់ហើយលោកឪពុកអ្នកម្ដាយដែលហាមកុំឲ្យកូនធ្វើអាក្រក់ឯកាលនៅតូចឥឡូវគេធំហើយមិនបាច់ប្រាប់ក៏គេដឹងដែរប៉ុន្តែកាលនៅតូចយើងដែលហាមហ៎កូនទៅរៀនញោមហើយម៉ែគេម៉ែអាត្មាកាញោមស្រីអាត្មានៅរស់ដូចគ្នាដែរណាអាត្មាទៅរៀនឆ្នាំ8ជាង89 90នេះចេញទៅសាលាម៉ែផ្ដាំកូនហើយកូនឯងអត់ឃ្លានមានអីកូនកុំទៅលើកដៃសុំគេណាបើឃ្លានខ្លាំងសុំគេប៉ុន្តែបើយ៉ាងណាកូនមកដល់ផ្ទះវិញកុំមានដៃមានជើងទៅលួចទៅបេះទៅបោចរបស់គេណាកូនមកដល់ផ្ទះវិញនឹងឲ្យគ្រួសារអាត្មាវាក្រអាត្មាដែលមានខោស្លៀកណាយាយស្លៀកតែខោខ្លីញោមស្រីហ្នឹងទៅរៀននោះដែលមានអាវអីប៉ុន្តែខោខ្លីគាត់ហ្នឹងស្លៀកលើទ្រូងអាត្មាធ្លាក់មកដល់ជង្គង់បាទនឹងខោខ្លីចាស់ណាហើយលើកដៃម៉ែកូនទៅរៀនអត់មានបាន 1000 ដូចកូនឥឡូវទេម៉ែទៅរៀនបាយកកម្ដុំហ្នឹងថ្ងៃខ្លះអត់បានបាយកកម្ដុំហ្នឹងទៀតណាយាយនឹងអញ្ចឹងបានក្មេងនៅអាស៊ីយើងខួរក្បាលអត់ដូចកូនគេនៅប្រទេសគេជឿនលឿនទេដោយសារទី1យើងចូលរៀនព្រឹកពេកដោយចូលរៀនព្រឹកពេកម្ដាយឪពុកធ្វើអាហារឲ្យកូនអត់តន់ហើយកូនទៅរៀននៅសាលាទិញហូបចំណីទៅពីម្លោះហើយខួរក្បាលយើងអត់ល្អដូចកូនគេនៅប៉ែកខាងអឺរ៉ុបគេឲ្យហូបគ្រប់គ្រាន់សំខាន់ណាស់ប្រព័ន្ធប្រសាទពេលព្រឹកហ្នឹងគឺអាហារត្រូវតែហូបទៅញោមចំណាំមើលយើងធំក៏ដោយពេលដែលយើងខ្វះអាហារពេលព្រឹកយើងទៅធ្វើការគឺអារម្មណ៍យើងអត់ស្រឡះគិតអីក៏មិនសូវស្រឡះដែរកុំនិយាយរឿងហ្នឹងយើងនិយាយរឿងយើងនេះសិនអញ្ចឹងទី1កូនកើតមកគឺហាមខាត់កូនកុំឲ្យកូនប្រព្រឹត្តអាក្រក់អញ្ចឹងសួរលោកឪពុកអ្នកម្ដាយគ្រប់គ្នាដែលហាមកូនទេញោមហាមទេហាមចុះលោកសួរមិនអត់ដឹងមិញទី1បើឃើញទេយើងពងនៅមួយធម៌បើយើងអត់ដឹងប៉ាណាំងនិវារេនតិហាមខាត់កូនអត់ឲ្យកូនធ្វើអាក្រក់នឹងស្រាប់តួនាទីម្ដាយឪពុកតិចសិនដើម្បីដឹងថាតើម្ដាយឪពុកមានគុណអីខ្លះដែលលោកទេសនាថាគុណច្រើននឹងទី1បង្កើតយើងមកចិញ្ចឹមយើងដោយល្អដោយបច្ច័យ4អត់ឲ្យយើងដើរលើកដៃសុំទានតាមសញ្ញផ្ទះអ្នកដតីដោយម្ដាយឪពុកខ្លះកូនកើតមកយកកូននឹងទៅដើរណាបោះចោលធុងសម្រាមបដែតចោលទឹកទលេកូនខ្លះកើតមកចិញ្ចឹមធំតិចទៅឲ្យលើកដៃសុំទានតាមសញ្ញផ្ទះអ្នកដតីដើម្បីយកមកចិញ្ចឹមខ្លួនកូនខ្លះចិញ្ចឹមធំតិចទៅយកទៅលក់ឲ្យអ្នកមានគេយកទៅវាយដំទាត់ធាក់ធ្វើខ្ញុំកាជះគេមកជីវិតអត់ទេអញ្ចឹងម្ដាយល្អឪពុកល្អត្រូវបង្កើតគេមកចិញ្ចឹមគេឃុំក្រងគេដោយបច្ច័យ4បន្ទាប់ពីបច្ច័យ4សង្គ្រោះគេដោយសង្ឃធម៌5ទី1ហាមខាត់គេកុំឲ្យគេធ្វើអាក្រក់ខ្លីប៉ុណ្ណឹងចោះយល់រឿងស្អីក៏ដោយឲ្យតាបាយមុខម្ដាយពុកអត់ចង់ឲ្យកូនប្រឡាក់ណាទី1ទី2សັບប៉ាំងសិក្ខាបេនតិពេលគេកើតមកធំដឹងក្តីបញ្ជូនគេទៅណាញោមស្រីទៅរៀនបើហ្នឹងឲ្យកូនមានចំណេះដឹងហើយទី2ហ្នឹងយើងមានហ៎ញោមមានហ៎ចុះសួរមិនអត់ដឹងសោះមិញបើហ្នឹងទី2បញ្ជូនគេឲ្យគេទៅរៀនមានចំណេះចេះដឹងម្ដាយល្អពុកល្អឃើញទេញោមយើងកំពុងនៅជាមួយធម៌ទៀតទី2គឺម្ដាយឪពុកគ្រប់រូបឲ្យកូនមានចំណេះចេះដឹងកុំឲ្យវាល្ងងខ្លៅបើឲ្យចេះគ្មានអីជាងចំណេះនឹងទៀតទេញោមអាត្មាធ្វើកម្មវិធីអប់រំរាល់ថ្ងៃនេះគឺផ្ដោតសំខាន់ទៅលើការអប់រំនឹងទេអញ្ចឹងបាទអាត្មាដើរទៅតាមសាលាដើរតាមអង្គការកម្មាកព្រាដើរតាមមណ្ឌលកែប្រែពុកតនដិតពុញៀនឆ្នាំហ្នឹងមកចង់បដោះមនុស្សដែលខូចហើយក្តីដែលមិនទាន់ខូចហ្នឹងគឺចង់បដោះឲ្យលើកកម្ពស់ទៅវិស័យអប់រំទេអញ្ចឹងបានទៅទេសនៅតាណាក៏ដោយខេត្តដាច់ស្រយាលពេលដែលចប់ធម៌ទេសនាគឺសុំប័ណ្ណបាតសុំប័ណ្ណបាតទី1គឺសុំកុំឲ្យកូនស្រីកំមុំមិនទាន់ឲ្យទៅធ្វើការរោងចក្រសុំថាកុំអាលឲ្យទៅធ្វើការរោងចក្រកូនប្រុសធំកំឡោះមិនទាន់កុំអាលឲ្យទៅធ្វើការសំណង់ហើយបើយើងនៅគៀកនេះផងកំឡោះមិនទាន់តាមស្រួលយកកូនទៅថៃបាត់ហ្នឹងទៅធ្វើការឲ្យគេបាត់កុំអញ្ចឹងញោមមើលគំរូយើងបានណាមិនថាញោមប្រុសញោមស្រីទេគំរូយើងផ្សេងឪពុកគេឪពុកអាត្មាមកជីវិតញោមលីសែងរែកពុនបលឹមចេញផ្លុបចូលឈឺជាក្តៅរងារតអង្គស្រក់ឆ្នាំងមិនគ្រប់ទេជប់ប្រឹងយ៉ាងហ្នឹងមិនគួរពិបាកយ៉ាងហ្នឹងដោយសារយើងប្រឹងដោយកម្លាំងហ្នឹងមិនប្រឹងដោយចំណេះហើយមើលកូនប្រុសកូនស្រីរបស់អាដាមលោកជំទាវមានដែរតលីសែងរែកពុនអីសញ្ញេតែមកខ្វោកលុយ 12000 $20000មកផ្លែតមែនទេញោមបើមិនអញ្ចឹងមិនលទ្ធភាពធ្វើផ្ទះអស់រាប់លានធំស្គមស្កាយយ៉ាងនេះទេញោមវិឡាភូមិគ្រឹះយ៉ាងហ្នឹងទេហ្នឹងចំណេះញោមគ្មានអីជាងចំណេះទេសំខាន់ណាស់អញ្ចឹងជំនាន់យើងលំបាកឲ្យកុំឲ្យកូនយើងវាមកលំបាកដូចយើងចឹងបាទអាត្មាចេះបិណ្ឌបាតថាកុំអាលឲ្យកូនបខំទៅធ្វើការឲ្យគេវកងតែបានធ្វើទេហ្នឹងហើយអញ្ចឹងលើកទឹកចិត្តគាត់ឲ្យគាត់រៀនឲ្យបានចប់បរិញ្ញាអនុបណ្ឌិតអីចឹងបាទអាត្មាប្រកាសបងថ្លៃសាលាឲ្យលោកពេញមកប្រទេសអង្គណាដែលកព្រាអត់ម្ដាយអត់ឪពុកប៉ិនខេត្តព្រះវិហារនេះដូចអត់ទាន់បានមួយទេប្រហែលជាអត់មានលោកកព្រាក៏មិនដឹងបើខេត្តផ្សេងឃើញតាក់តងទៅអាត្មាបានច្រើនដែរហើយអង្គខ្លះអាត្មាពជាដោយសារលោករៀនសាលាថ្លៃហើយក៏អត់ទាន់ដល់ខែដែរហ្នឹងចាំពជាដល់ខែ4ខែទៅខែលោកអាត្មាវាធូរបន្តិចប៉ុន្តែអង្គខ្លះពងរៀនហើយអាត្មាព្យាយាមបង់ឲ្យលោកឲ្យបានមិញទី2បានអីហ៎ម្ដាយមានតួនាទីទី2ឲ្យកូនមានចំណេះអីចាំទី3គឺពេលដែលកូនធំពេញវ័យវឌ្ឍនាការគេហៅថាកល្យានេនិវេសេនតិមិនតាធំទេនៅតូចហ្នឹងក៏ដោយគឺអត់ចង់ឲ្យកូនខ្លួនឯងដើរខ្សែគប់ជាមួយមនុស្សមិនល្អ
មនុស្សអាក្រក់មនុស្សបាបសាទាំងប្រុសទាំងស្រីមើលចរិតអ្នកណាមិនសូវស្រួលក្នុងស្រុកភូមិខេត្តខណ្ឌបែបផ្ទះភូមិផងលបងជាមួយនឹងឲ្យតកូនណាដូចមិនសូវស្រួលបើកូនស្រីវិញដើរតែផាត់ការ៉ែមថែមមកសៅខើចលើខើចក្រោមដើរតែរំរិចសបាយរីករាយក្អាកក្អាយចោលផ្ទះចោលសំបែងមិនដឹងម៉ែមិនដឹងឪនឹងដឹងតែម្ដាយនឹងហាមហើយហាមមិនឲ្យដើរចិត្តទេមិនឲ្យដើរបៀតទេបើកូនប្រុសណាកាប់ចាក់បាញ់បោះនឹងហាមកូនខ្លួនឯងនឹងមិនឲ្យកូនសែបគប់មនុស្សអាក្រក់ហើយញោមដែលហាមហីញោមហាមខាត់កូនកុំឲ្យកូនសែបគប់បាបប្រមិតឲ្យសែបគប់កល្យាណមិត្តហ្នឹងកុំឲ្យសែបគប់មនុស្សអាក្រក់ទី3ទី4គឺពេលដែលកូនធំកំមុំកំឡោះយើងធ្វើម៉េចញោមពេលកូនធំកំមុំកំឡោះហ៎ដូចកូនយើងហ្នឹងរៀបចំឲ្យមានប្តីមានប្រពន្ធហ្នឹងចុះក្រោយពេលរៀបចំឲ្យមានប្តីមានប្រពន្ធហើយទី5ត្រូវធ្វើម៉េចទៀតចែកទ្រព្យហ្នឹងល្អណាស់អញ្ចឹងម្ដាយល្អពុកល្អអត់តន់ល្អមែនតើណាយើងមាន9ហ្នឹងគឺយើងបានឈ្មោះ2ព្រះឲ្យឈ្មោះ2ឲ្យតែមាន9ហ្នឹងគឺបានឈ្មោះ2ហើយនឹងចូលក្នុងកន្លែងល្អប៉ុន្តែវាអត់តន់ល្អមែនទេតាណាយើងបាន9ហ្នឹងគឺបានឈ្មោះ2ទី1ជាអាចារ្យខាងដើមមានន័យថាយើងជាអ្នកបង្ហាត់បង្រៀនឲ្យចំណេះចេះដឹងជាខាងដើមមុនពេលបញ្ជូនកូនឲ្យទៅស្វែងរកចំណេះនៅគ្រូខាងក្រៅផ្ទះឲ្យចេះឆ្លើយបាតឲ្យចេះឆ្លើយចាស់ទូមានកូនឲ្យចេះនិយាយល្អឲ្យកូនចេះអរិយាប័ត្រដេកដោយឈរអង្គុយនិយាយស្ដីនឹងមានអរិយាប័ត្រសមរម្យល្អអញ្ចឹងគេឲ្យឈ្មោះថាអាចារ្យខាងដើមនិងទេវតាក្នុងផ្ទះមានន័យថាយើងឲ្យបាយទឹកនំចំណីត្រីសាច់សុខទុកលើក្តៅជាឈឺជាថែរក្សាកូននឹងបានសេចក្តីសុខអញ្ចឹងបីដូចជាទេវតាក្នុងផ្ទះអញ្ចឹងយើងបានឈ្មោះ2ប៉ុន្តែដើម្បីឲ្យទៅជាព្រះព្រំដើម្បីឲ្យទៅជាអាហន័យបុគ្គលដែលកូនគួរគោរពគួរបូជាគួរថ្វាយបង្គំគឺតលមានធម៌4ពីលើអា9ហ្នឹងទៀតគឺព្រហ្មវិហារធម៌ទាំងឡាយ4មានមេត្តាករណាមុទិតាអបេខាញោមប្រុសមេត្តាស្រឡាញ់កូនស្រឡាញ់ហ៎ញោមស្រឡាញ់ហ៎ស្រឡាញ់កូនហ៎ស្រឡាញ់ខ្លាំងហ៎ស្រឡាញ់មិនខ្លាំងអាម៉េចភូមិគ្រឹះផាណាណីហើយយកវិញឡូវហ្នឹងស្រឡាញ់ណាស់ប៉ស្រឡាញ់ណាស់ចឹងទី1យើងស្រឡាញ់កូនប៉ុន្តែមិនមែនថាស្រឡាញ់តមានចឹងបានស្រឡាញ់ទេម្ដាយឪពុកនោះញោមហ្នឹងអាត្មាលើកជាឧទាហរណ៍ដូចឪពុករបស់នាងបញ្ចបាប៉ានាងបញ្ចបាប៉ានឹងដោយអំណាចនៃសេចក្តីអាក្រក់ដែលខ្លួនឯងនោះរាប់បាតដីឥដ្ឋដាក់ឲ្យលោកនោះហើយវាធ្វើមុខកញៀវកញៅដាក់លោកអីអាជាតិមួយនោះលោកតែបានបាតដីឥដ្ឋហើយនាងហ្នឹងអត់ចូលចិត្តលោកទេហើយដល់លោកមកឈរបានបាតដីឥដ្ឋនៅមុខផ្ទះហ្នឹងដោយសារលោកធ្វើកត់ឲ្យខ្វះចដាឡើងដល់មកឈរនៅមុខផ្ទះហ្នឹងនាងហ្នឹងវាអត់ចូលចិត្តមើលម៉ែនិយាយពីទឹកចិត្តឪពុកណាទោះកូនកើតមកអាម៉េចក៏នៅតែកូនអញដែរស្រឡាញ់ពេញបេះដូងចង់កូនមានក៏ដោយកូនក្រល្អល្អក៏ដោយអាក្រក់ក៏ដោយពេញលក្ខណៈក៏ដោយពេញលក្ខណៈក៏ដោយគឺម្ដាយឪពុកស្រឡាញ់ពេញបេះដូងទាំងអស់ទឹកចិត្តម្ដាយឪពុកដល់មកបិណ្ឌនាងហ្នឹងគេកលែកឃើញលោកគេធ្វើមិនឃើញគេចូលចិត្តគេឈរជន់ដីអត់ធ្វើមិនដឹងទៀតចឹងហីហើយដល់យើងតិចទៅកលែកទៅមើលទៀតអត់តន់ទៅណាទៀតនៅធ្វើមិនដឹងទៀតចឹងធម្មតាលោកមកបិណ្ឌបាតតែយាយអត់តន់ប្រាប់តែអត់តន់លោកចេះឈរនៅនឹងរហូតហីហើយដល់ឈរយូរទៅគេទ្រាំមិនបានគេស្រែកសួរហើយលោកឯងមករកស្អីហ្នឹងគេจะលៀងភ្នែកចឹងហីអាត្មាមកបិណ្ឌបាតដីអត់ហើយលោកឯងឈរលើដីឲ្យឈរលើមេឃអាត្មាឈរដីឲ្យទៅឈរដីក៏ដីមកសុំគេដែរព្រមតកាយគេថាឲ្យចឹងហីណាឯនេះត្រឡប់ទៅកត់វិញទៅដល់គង់នៅកត់នឹងវានៅមិនសក់មិនសាបវាអត់ចដើឡើងលើកជើងខ្ពស់ពេកវាដូរមិនសមនឹងតាមធរតាមវិន័យព្រោះជំនាន់ដើមធ្វើផ្ទះធ្វើកត់ធ្វើសាលាធ្វើព្រះវិហារធ្វើស្អីក៏ធ្វើពីដីទាំងអស់បងប្រុសអត់មានធ្វើពីសំងពីឥដ្ឋពីឈើដូចយើងគឺធ្វើពីដីទាំងអស់យើងមិនបាច់និយាយជំនាន់ព្រះចិត្ត3000ឆ្នាំទេយើងនិយាយតែជំនាន់សម័យអង្គរជាង1000ឆ្នាំអង្គរវត្តអត់មានដែកមកតសៃអត់មានស៊ីម៉ង់មកតោនទេគឺធ្វើពីដីទាំងអស់អញ្ចឹងណាតែចានឆ្នាំងតសៃយើងប្រើក៏ធ្វើពីដីដែរហើយមិនដឹងថាទៅកាយដីលោកថាបើទៅកាយដីវាខ្លាចប៉ះពីអាសត្វនៅក្នុងដីវាត្រូវទោសហើយមិនដឹងទៅសុំផ្ទះអ្នកណាមិនទៅផ្ទះនាងហ្នឹងបើនាងហ្នឹងធ្វើឆ្នាំងធ្វើចានវាមានដីពេញក្រោមផ្ទះហ្នឹងទៅសុំអ្នកណាទៅហ្នឹងហើយដល់អង្គុយនឹកឃើញអញទៅលើកទី2ឲ្យទៅម្ដងទៀតដល់ទៅកលែកភ្នែកមកឃើញទៀតលំឡើងឃើញទៀតអញឥឡូវអញមិនឲ្យនៅតែមកទៀតហើយមករកស្អីហ្នឹងអញមិនដាក់ឲ្យទេគេថាឲ្យចឹងទៅកត់វិញទៅហើយនៅសុកសាប់ស្អែកឡើងមកអញសម្រេចទៅលើកអោគ្រប់3ដងហើយលោកអត់ចេះខឹងទេព្រះអរហន្តយើងអត់ចេះខឹងទេចង់ជេរចង់ថាមិនក៏នៅតែញឹមដែរអត់ដូចលោកយើងឥឡូវទេម៉ាញនិយាយទៅណាមើលអញកាន់បាតកាន់ស្រាក់អញតិចអញលេងនិយាយនឹងចាញ់ម្ដងមើលមិនមែនចឹងទេព្រះអរហន្តចង់គេជេរអីជេរទៅហ្នឹងនៅអញញឹមធម្មតាចឹងលោកគិតថានិស័យរបស់សត្វវាមិនដូចគ្នាទេវាខុសគ្នាហ្នឹងហើយត្រង់ហ្នឹងដែលអាត្មាចង់បញ្ជាក់ថាញាតិញោមខ្លះធ្វើបន់ជាមួយប្រសង់ធ្វើជ្រះថ្លាបូជាដល់ស្រាប់តែលោកហ្នឹងកើតរឿងអីមួយ
បាក់ទឹកចិត្តអញលេងចង់ធ្វើបន់ណាមកជីវិតហ្នឹងអញចង់ធ្វើបន់ជាមួយលោកទៀតអាលោកខុសតែមួយនិស័យមនុស្សវាមិនដូចគ្នាញោមតែកូនយើងតែ3នាក់ហ្នឹងវាដូចគ្នាវាខុសគ្នានិស័យខុសគ្នាចោះមកលោករាប់សែនរាប់លានអង្គពេញមកប្រទេសហើយទៅធ្វើម៉េចឲ្យចិត្តចេះគោរពធម៌ដូចគ្នាទាំងអស់តាមព្រះទាំងអស់នោះវាមិនងាយទេអញ្ចឹងដល់តែខុសមួយជេរឲ្យលោកមកប្រទេសទាំងអស់អាណាក៏ត្រូវដែរហ្នឹងអញលេងធ្វើបន់ជាមួយលោកអាលោកឥឡូវអាលោកណាក៏ដូចអាលោកណាវាថែមអាលោកណានេះទៀតហ្នឹងហើយអាត្មានេះដល់អញ្ចឹងក៏ដូចធ្លាក់ទឹកចិត្តតិចដែរនិយាយរបួសតាំងពី2 10ឥឡូវចិត្ត40ហើយហ្នឹងហើយចេះនឹកឃើញថានិស័យរបស់សត្វបើយើងគិតថានិស័យរបស់មនុស្សវាខុសគ្នាវាមិនអាចឲ្យដូចគ្នាមិនអាចឲ្យដូចចិត្តយើងសំបីតែមករៀមយើងនៅដៃយើង5ហ្នឹងក៏វាអត់ស្មើគ្នាដែរឃើញវាមានវែងមានខ្លីហ៎ញោមហ្នឹងហើយអញ្ចឹងយើងរៀនពិចារណាអញ្ចឹងទៅយើងមិនសូវខ្វល់ចិត្តថាអ្វីដែលយើងធ្វើទៅហើយចង់គេយកទៅធ្វើអីធ្វើទៅដឹងតែសេចក្តីល្អដែលយើងលះទៅហើយគឺសេចក្តីល្អវាបានមកដល់ខ្លួនយើងហើយហ្នឹងហើយយើងមិនបាច់ខ្វល់រឿងអីថាបកគលនឹងបរិសុទ្ធមិនបរិសុទ្ធពីមុនមកយ៉ាងម៉េចអីយ៉ាងម៉េចយើងអត់ខ្វល់យើងដឹងតែអ្វីដែលយើងធ្វើទៅហើយគឺយើងសប្បាយចិត្តដូចអាត្មាធ្លាប់បញ្ជាក់ញាតិញោមខ្លះថាលោកគ្រូកណាធ្វើល្អដាក់គេគេចេះតែបានអាចង្រៃមកវិញតើប៉ុននឹងវាមានដែរឬអត់ហើយកណាគួរធ្វើប៉ុនទៀតអត់ហើយធ្វើប៉ុនណាម៉េចដើម្បីឲ្យចិត្តនឹងវាបានសេចក្តីសុខអាត្មាតែញោមដើម្បីឲ្យចិត្តសេចក្តីសុខតើញោមធ្វើសេចក្តីល្អដាក់គេដើម្បីស្អីមកវិញគាត់ថាដើម្បីចង់ឲ្យគេធ្វើល្អមួយអាហ្នឹងធ្វើងាប់ចិត្តក៏នៅអត់សុខដែរបើយើងធ្វើសេចក្តីល្អដាក់គេយើងមិនខ្វល់ថាគេធ្វើអីដាក់យើងដឹងថាអ្វីដែលខ្លួនយើងធ្វើគឺវាត្រឹមទៅគឺវាល្អអាហ្នឹងយើងដឹងខ្លួនយើងចឹងគឺសុខតែបើយើងធ្វើអីមួយហើយយើងចង់បានប្រយោជន៍អីមួយពីគេគឺអាហ្នឹងនៅអត់សុខជួនកាលធ្វើទៅគោលបំណងចង់បានយ៉ាងនេះដល់តែគេមិនធ្វើដូចអ្វីដែលយើងចង់បានវាមិនកើតទុកមែនទេញោមប្រុសប៉ុន្តែបើសិនតែយើងធ្វើទៅយើងលះទៅហើយគឺយើងគិតពិចារណាថាអ្វីដែលយើងធ្វើគឺវាត្រឹមត្រូវអាហ្នឹងគឺយើងសុខដោយមិនចង់បានស្អីមួយពីគេហើយដល់យើងធ្វើចង់បានបំណងមិនមែនចង់បានផលប្រយោជន៍ក៏ដោយចង់បានស្អីក៏ដោយឲ្យតែចង់បានស្អីមួយមកដល់ខ្លួនវិញគឺអាហ្នឹងនាំយើងកើតទុកប៉ុន្តែបើយើងលះទៅហើយយើងដឹងថាអ្វីដែលយើងធ្វើគឺជាសេចក្តីល្អរបស់យើងនឹងអាហ្នឹងសុខនឹងសុខចេះទទួលព្រមឬក៏យើងចេះទទួលព្រមនៅអ្វីដែលវាកើតឧទាហរណ៍តែចង់បានរឿងហ្នឹងដល់វាមិនបានរឿងហ្នឹងយើងទទួលព្រមថាអាចបើវាមិនបានទៅហើយទោះបីយើងកើតទុកក្តៅកាហាយទោមម្ដងក៏វានៅតែមិនបានអញ្ចឹងដល់តែយើងចេះទទួលព្រមយកការពិតនៃជីវិតក៏វាសុខដែរឧទាហរណ៍ថាអាត្មាឧទាហរណ៍មួយចុះឧទាហរណ៍តែញោមពងហូបបាយប្រហុកហូបបាយប្រហុកញោមអាដាមឧទាហរណ៍ថាថ្ងៃណាមួយយើងកូនគេអត់បានធ្វើម្ហូបអត់បានធ្វើភីហ្សាអីយ៉ាគេដាក់ប្រហុកថ្ងៃហ្នឹងតើនៅចានមុខយើងហ្នឹងប្រហុកហើយយើងធ្លាប់តែផ្លូវមន់រាល់ល្ងាចហើយស្រាប់តែថ្ងៃហ្នឹងវាប្រហុកតើយើងគួររីករាយញឹមជាមួយប្រហុកនៅមុខយើងឬក៏យើងនឹកផ្លូវមន់រាល់ថ្ងៃមើលយាយដើម្បីឲ្យចិត្តយើងសុខតើប្រហុកនៅមុខយើងណាថ្ងៃហ្នឹងប្រហុកតើយើងសប្បាយចិត្តមួយប្រហុកឬក៏យើងនឹកផ្លូវមន់រាល់ថ្ងៃបាយចិត្តមួយប្រហុកឬបាយចិត្តមួយផ្លូវមន់បាយចិត្តមួយប្រហុកទាំងអស់គ្នាចឹងអនុមោទនាឲ្យបានប្រហុករហូតអនុមោទនាសាធុក៏យកទៅបងខានចង់បញ្ជាក់ចេះខ្ញុំនិយាយលេងតិចចុះដើម្បីឲ្យចិត្តយើងសុខថ្ងៃហ្នឹងប្រហុកត្រូវឲ្យញឹមទទួលយកប្រហុកនៅមុខយើងណាកុំតែនឹកនាផ្លូវមន់ក្នុងទូផ្សារដែលមិនមែនរបស់យើងអ្វីដែលយើងមានយើងទទួលព្រមនឹងអ្វីដែលយើងកំពុងមានសុខប្តីយើងពីការភ្នែកសบายចិត្តនឹងប្តីយើងពីការភ្នែកសុខប្រពន្ធយើងពីការជើងសบายចិត្តនឹងប្រពន្ធយើងពីការជើងសុខកុំទៅប្រៀបធៀបកុំទៅតូមម្នោះតែចាប់ប្តីគេមិនក៏ល្អអញកើតមកជាតិនឹងមិនក៏ម្ដាយឪពុកទុកដាក់ឲ្យអញជួបប្តីយ៉ាងហ្នឹងប្រពន្ធយ៉ាងហ្នឹងនឹងមិនប្រកបតាមផ្លូវចិត្តខ្លួនឯងយ៉ាងនេះយ៉ាងនោះអាហ្នឹងជីវិតយើងនៅអត់សុខគឺទទួលព្រមនឹងអ្វីដែលខ្លួនឯងទទួលបានគឺសុខអង្គុយឲ្យស្រួលញោមអាត្មាភ្លេចប្រាប់ដែរឃើញគាត់អេនអនចង់សដោកជើងក៏បានចង់សម្រានស្ដាប់ធម៌ក៏បានអត់អីទេហើយសួរថាតើបាបវានៅតែហ្នឹងបាទអាត្មាសួរញោមវិញតើផ្លូវចិត្តញោមហ្នឹងមានប្រមាទតៈឬក៏អត់ប្រមាទបើអត់មានសេចក្តីប្រមាទទេអត់ទាស់ទេញោមហើយក្នុងខ្លួនយើងហ្នឹងវាមានរោគឬក៏អត់រោគបើមានរោគមិនទៅទាស់ខុសអីបើយើងងើបមិនរួចដោយបៃតារបស់ព្រះសម្មាសម្ពុទ្ធកាលបៃតាប្រឈួនខ្លាំងព្រះសម្មាសម្ពុទ្ធមកសម្ដែងធម៌ប្រុសបៃតាមានងើបផ្ទុំងើបចេញរួចពីក្រែណាយាយនៅផ្ទុំស្រាប់ធម៌អញ្ចឹងទៅហើយយាយខ្លះនិយាយតគ្នាទៀតនោះខ្មែរយើងថាដេកស្រាប់ធម៌កើតជាអីយាយកើតពោះថ្លាន់ឯណាទៀតនោះបងហ្នឹងហើយគាត់សួរអាត្មាថាលោកគ្រូកណាស្ដាប់វត្ថុលោកគ្រូរាល់ថ្ងៃដេកស្ដាប់កណាមិនកើតពោះថ្លាន់ងាប់ហើយទេអាត្មាថាអាហ្នឹងទៅថ្លាន់មែនហ្នឹងយាយគាត់ភ័យគាត់គិតអាត្មាថាអត់ទេយាយហ្នឹងចង់ដេកស្ដាប់ក៏បានអង្គុយស្ដាប់ក៏បានឈរស្ដាប់ក៏បានសំខាន់ផ្លូវចិត្តយើងណាវាបង្អោនទៅដោយសេចក្តីជ្រះថ្លាឬយើងមានសេចក្តីប្រមាទសំខាន់គឺផ្លូវចិត្តយើងណាតាហ្នឹងកុំនិយាយរឿងនេះនិយាយរឿងយើងនេះឲ្យចប់ដល់ទៅលើកទី3យាយចាំមើលទឹកចិត្តឪពុកណាស្រឡាញ់កូនតែម៉េចបាទម៉ែនិយាយឲ្យមានដើមមានតងតិចទៅដូចវែងនិយាយហើយមិនតាន់អត់អីញោមហ៎អត់អីដល់ទៅលើកទី3នាងក្តៅមែនតើ
អញហើយអញថាមិនអោយហើយនៅតែមកអញដូចស្អប់មុខណាស់អញបើមិនអោយទៅនៅតែមកអញ្ចឹងមួមកក្រៅកាហាមួជន់ដេកអត់ណាផ្លេចចលៀងតែងដាក់លោកចាអត់ចូលជេរលោកចឹងអញអត់ទាំងងល់អញរយអញទ្រាំបានអញវាស្អប់ហ្នឹងអាជើងមួជន់ទៅបើកបាតមកអញដាក់ឲ្យគេថាអញ្ចឹងគេស្រែកពីក្រោមផ្ទះដល់មួជន់បានដេកអត់មកដុំហ្នឹងលោកបើកបាតទៅមិនមែនយកទៅដាក់ទេយាយគេក៏វែង3ជុំចឹងហើយគេតម្រង់ឲ្យចំមកគឺគប់ចូលបាតលោកភ្លុកហើយដល់ចូលទៅគប់ត្រង់ទៅណាញោមម៉ាំងទៅភ្លឹបចូលបានហើយដល់លោកឯនេះសវ៉ាបាត់កំហបតាមអញ្ចឹងមកដុំទៀតឥឡូវដល់បាត់កំហបទៅលោកឲ្យពព្រះរហ័តលោកអត់ចេះខឹងដល់អាត្មានិយាយមិនអញ្ចឹងអត់ចេះខឹងទេចង់ស្អីក៏នៅតែញឹមអញ្ចឹងលោកឲ្យពអិចេតាំងបតិតាំងតមហង្ខបមេវសមិច្ចតុសេចក្តីប្រាថ្នារបស់នាងទារិកាយ៉ាងណាសូមកបានសម្រេចដូចសេចក្តីប្រាថ្នារបស់នាងចោះឲ្យផ្អែមអញ្ចឹងអញយកអញមិនទេគេថាអញ្ចឹងហ្នឹងហើយលោកបើយកមិនយកឲ្យទៅឲ្យពហើយលោកក៏ត្រឡប់ទៅវត្តទៅហើយញ៉ាំងដល់អធិវត្ថិអត់ដៃនឹងរីកបានធ្វើចដាឡើងនិយាយកាត់សេចក្តីនៃខ្លីប៉ុណ្ណឹងចុះនឹងកម្មនឹងដល់ដោយតោសៈចិត្តជាមូលចិត្តតិបរិសន្ធិទៅណាយាយតោសៈចិត្តជាមូលទៅនរោលោភៈចិត្តជាមូលទៅណាទៅប៉ែតមោហៈចិត្តជាមូលទៅណាទៅតិរិឆានឃើញទេអញ្ចឹងដល់តោសៈចិត្តជាមូលទៅនរោរួចពីមរោមកកើតជាតិរិឆានរួចពីតិរិឆានមកកើតជាកូនកដុំ2អ្នកមានសម្បត្តិច្រើនណាស់នាងហ្នឹងដោយអំណាចនៃការដាក់ទានហ្នឹងណានាំឲ្យនាងកើតក្នុងតកូលអ្នកមានសម្បត្តិប៉ុន្តែហើយយាយហើយដោយអំណាចនៃមុខធ្វើកំមើកំមុំមាត់ជឹបអូជេលោកភ្នែកចលៀងកែងក្តៅទៅហើយញ័រចោមញ័រភ្នែកដាក់លោកហៀសបោហៀទឹកមាត់ខឹងលោកជេលោកអាមាត់ហ្នឹងទាញងាវជេលោកកើតមកយាយហើយគ្រាន់តែជំនាន់ដើមយើងមានកើតនៅពេទ្យណាយើងកើតនៅផ្ទះមែនទេយាយតែពីអ្នកយាយមកហ្នឹងយាយមកនេះទាញបាត់ទ្វារប្តីក៏មិនឲ្យចូលដែរមនុស្សប្រុសនោះតើកើតហើយបានគេឲ្យចូលអញ្ចឹងតែពីអ្នកយាយមកនោះយាយនេះទាញរឺតមកភូដាច់ខ្យល់ផឹកយាយនេះវាឃើញវាអាក្រក់ពេកនោះកូនហ្នឹងគ្រាន់តែមកភូបែកទឹកភ្លោះមកដាច់ចោលហ្មងមានតាន់បានកាត់តងសក់អីញោមទៀវដាច់ចោលស្លាប់បាសជើងយ៉ាងងាងទៅប្តីនេះលឺសូងាខំគោះទ្វារហើយមានអាណាបើប្រពន្ធនៅយ៉ាងងាងលើក្រែនេះអាយាយនេះឡប់ដាច់ចោលបាត់ហើយមានអាណាបើដល់អត់មានអ្នកបើកទ្វារវាបារម្ភថាកូនលឺសូសំឡេងហើយកើតហើយហេតុអីបានអត់មានអ្នកបើកទ្វារដល់កម្លាំងប្រុសនោះយាយបារម្ភពីប្រពន្ធពីកូននោះធាក់ទ្វារទម្លុះទៅគ្រាន់តែកលែងឃើញកូនលត់ទម្លាក់លើតាក់បាក់ជើងមកខាងទៀតអូនេះអ្នកឲ្យជួយកូនប្រពន្ធខ្ញុំផងសัตว์ចម្លែកស៊ីប្រពន្ធកូនខ្ញុំងាប់ហើយទៅថាសัตว์ចម្លែកមិនមែនថាមនុស្សស្អីចុះបើតិចមកនៅពីមុខមួយនៅពីក្រោយមួយហើយភ្នែកទៅនៅលើចោមនៅក្រោមភ្នែកហើយច្រមុះមកនៅថ្ពាល់មកខាងអាមាត់ចូលជេលោកទាញមកថ្ពាល់មកខាងនេះមកម្នាក់មកខាងមកអវអាក្រក់អញ្ចឹងពេកនេះយាយមានថាកូនទេណាគាត់ណាឃើញលោតទម្លាក់លើផ្ទះណែដល់ពេលអ្នកភូមិអ្នកស្រុកក៏ឡើងទៅអាណាក៏លោតដែរដល់មានយាយមួយគាត់ទៅអើតមើលយូរទៅគាត់ថាអើយគ្មានសัตว์ចម្លែកអីទេកូនឯងហ្នឹងហើយពីព្រោះដុំឈាមដុំទារកហ្នឹងវាជាប់នឹងតងសុកប្រពន្ធឯងហ្នឹងហើយមានសัตว์ចម្លែកអីដល់គាត់ថាអញ្ចឹងទៅលែងខ្លាចទៅឡើងនេះអ្វីដែលអាត្មាចង់បញ្ជាក់នេះគឺត្រង់ហ្នឹងទេទឹកចិត្តជាឪពុកម្ដាយមេត្តាហ្នឹងគឺស្រឡាញ់កូនមិនប្រកាន់ថាកូនអញកើតមកជាស្អីទេជាសัตว์ក៏នៅតែកូនដែរកើតមកមុខដូចសัตว์យ៉ាងម៉េចក៏នៅតែលើកត្រ3ពូនទាំងក្លុកឈាមហ្នឹងថើបជញ្ជក់កូនហើយចុះកូនមាននិស័យនឹងឪពុកហេតុអីបានតែកូនកើតមកមិនពេញលក្ខណៈដូចគេដូចឯងប៉ុន្តែថើបស្រឡាញ់អោបកូនទោះបីកូនណាម៉េចក៏នៅតែស្រឡាញ់កូនដែរមែនទេញោមហ្នឹងទឹកចិត្តឪពុកម្ដាយវាអស្ចារ្យត្រង់ហ្នឹងញោមហ្នឹងហើយចង់កូនធំឡើងកូនប្រព្រឹត្តអបាយមុខលួចឆក់ប្លន់កាប់សម្លាប់ក៏នៅតែកូនអាត្មាទៅធ្វើកម្មវិធីអប់រំពួកតាន់ដិតពួកញៀនឆ្នាំនៅតាមមណ្ឌលកែប្រែពន្ធនាគារមួយពេលចូលទៅឃើញយាយខ្លាហ្នឹងកាន់ជែកមកស្និតទៅលើកដៃសាពះពួកឆ្មាំគុកណាសុំចូលមើលកូនតិចមកលោកឯនោះគេថាអត់ទេមិនចេះតែចូលយាយឯងឃើញតែចូលញឹកពេកហើយតិចចូលដល់យាយដកពីកប៉ាល់បាន 25,000 ឲ្យចូលផ្លែទៅឆាប់ចេញវិញហ្នឹងណាអាត្មាលើកហ្នឹងចង់បញ្ជាក់ចេះទេចង់បញ្ជាក់ថាយាយនេះកាន់ជែកមកស្និតទៅដើរឲ្យតត្រុកទៅមើលកូនចង់អាណាថាកូនយាយនឹងជាប់គុកជាប់ខ្នោះជាប់ចង្វាក់គេឌៀមដាមយ៉ាងម៉េចក៏យាយនេះមិនខ្ចីខ្វល់មិនខ្ចីខ្មាស់អ្នកណាទាំងអស់វាខ្មាស់ហើយប៉ុន្តែអ្វីដែលសំខាន់គឺទឹកចិត្តស្រឡាញ់កូននោះវាធំជាងអាសេចក្តីខ្មាស់អៀនហ្នឹងទាំងអស់កាត់សេចក្តីខ្មាស់អៀនទាំងអស់ណាថាអីថាទៅសំខាន់ឲ្យតែបានឃើញមុខកូនតើកូនអញវានៅក្នុងគុកហ្នឹងវាយ៉ាងម៉េចកូនអញក្នុងមណ្ឌលកែប្រែហ្នឹងយ៉ាងម៉េចកូនអញធាត់ឬកូនអញស្គមកូនអញសុកឬកូនអញຕົកកូនអញដេកយ៉ាងម៉េចកូនអញនៅយ៉ាងម៉េចបារម្ភកូនស្រឡាញ់កូនអស្ចារ្យណាស់យាយទឹកចិត្តម្ដាយឪពុកកូនចៅពិចារណាមើលត្រង់ហ្នឹងដែលព្រះសម្ដែងថាគ្មានអ្នកណាអស្ចារ្យជាងម្ដាយឪពុកយើងទឹកចិត្តគាត់ជាម្ដាយជាឪពុកទី1មេត្តាស្រឡាញ់កូនសង្ខេបប៉ុណ្ណឹងចុះស្រឡាញ់ទេញោមឡាញ់សរុបមកវិញឡាញ់ហ្នឹងអញ្ចឹងយើងមានធម៌ទី1អត់តាន់គ្រប់ទេនៅ3ទៀតទី2ករណា
ពេលកូនឈឺយើងអាណិតកូនណាញោមអាណិតទេពេលកូនមានទុកអាណិតទេហ្នឹងអាណិតអញ្ចឹងទាំងអស់គ្នាពេលកូនកើតទុកយើងកើតទុកពេលកូនឈឺយើងចង់ឈឺជំនួសកូនពេលកូនជាពាក់លុយធនាគារឯងហូបបាយអត់បានមែនទេយាយហ្នឹងអាសើចឲ្យត្រូវរឿងណាគុណណាហ្នឹងពេលកូនជាពាក់ធនាគារដល់បាទទៅបានជាផ្សេងអាចចុងខែហ្នឹងហ្មងអាចចិត្តដល់ថ្ងៃហ្នឹងបាក់ចិត្តណាស់ខ្មែរយើងឃើញសាច់ទលុកទលុនពាក់ខ្សែកធំហ្នឹងប៉ិនមិនតិចទេអ្នកពាក់ធនាគារហ្នឹងមកនិយាយលេងណាមិនមែនយើងណាស់ណាយើងណាស់ណាស្អាតអត់អីទាំងអស់ទេបងអ្នកកៅម៉ាយនោះទេបងហ្នឹងហើយសង្វេគណាស់ខ្មែរយើងអាត្មាតសេសភៅក្រោយនេះអាត្មាសេថាគ្រប់មហាសេដ្ឋីទាំងអស់សុទ្ធតែជាពាក់ធនាគារគ្មានមហាសេដ្ឋីណាអត់ជាពាក់ធនាគារញោមស្ដាប់មកផ្លែថាវាមិនដែលហ្នឹងគេសេដ្ឋីឲ្យមកជាពាក់ធនាគារគឺធៀបពិតយេយើងសិក្សាពីសភៅផ្សេងបានយើងដឹងថាគ្រប់មហាសេដ្ឋីទាំងអស់ពិតជាពាក់ធនាគារប៉ុន្តែហេតុអីបានគេជាពាក់ធនាគារហើយគេនៅទៅជាសេដ្ឋីញោមមិនឆ្ងល់ទេដោយសារគេខ្ចីបំទ្របយកមកបង្កើតទ្របឯយើងខ្ចីទ្របយកមកបង្កើតទ្របបំណុលនិយាយឲ្យងាយស្រាប់ចេះគេខ្ចីទ្របមកបង្កើតទ្របសកម្មឯយើងខ្ចីទ្របយកមកបង្កើតទ្របអកម្មឬទ្របបំណុលមានន័យថាម៉េចមានន័យថាយើងខ្ចីធនាគារកាន់តែខ្ចីកាន់តែក្រកាន់តែលហេមលហាមអ្នកខ្លះណាដល់គេកាន់តែខ្ចីកាន់តែមានដោយសារគេយកមកបង្កើតទ្រព្យសកម្មឯយើងខ្ចីធនាគារយកមកទិញកាបូបល្អទិញឡានទៅស៊ីកាគេនឹងខ្ចីលុយយកមកធ្វើផ្ទះអាហ្នឹងសិតតែទ្រព្យបំណុលទាំងអស់យាយអត់មានកើតអីទេហ្នឹងឥឡូវកុំនិយាយរឿងហ្នឹងនិយាយដូចទៅចូលរឿងសេដ្ឋកិច្ចឯណាទៅហើយមើលធម៌យើងមិនហ្នឹងវាដល់ណាទេញោមហ្នឹងហើយនិយាយរឿងករណាពេលកូនកើតទុកយើងកើតទុកមួយកូនហ្នឹងពេលកូនមានយើងមុទិតាពេលកូនមានយើងសប្បាយចិត្តមេត្តាករណាមុទិតាហ្នឹងពេលកូនមានពេលកូនសុខយើងសប្បាយចិត្តទេញោមមិញអាណិតកូនយើងដឹងតែអាណិតចុះពេលកូនមានយើងសប្បាយចិត្តទេសប្បាយបើសប្បាយបានមានធរទី3ហើយបើថាពេលកូនសុខកូនមានយើងអត់សប្បាយមួយកូនអាហ្នឹងយើងអត់ត្រេកអរជាមួយកូនគឺយើងអត់មានធរទី3ទេតោះដល់ពេលណាឃើញកូនសុខយើងត្រេកអរជាមួយកូនអាហ្នឹងបានមានធរទី3ហើយទាំងអស់គ្នាមានពេលដែលកូនសប្បាយចិត្តកូនឡើងយោះឡើងសាក់កូនឡើងឋានៈកូនមានកូនបានយើងត្រេកអរតាមកូនណាត្រេកអរអាត្មាទីហោតែមួយចុះទីហោញោមស្រីមានកូនមួយនៅកំពង់សោមហើយចំណន់ឆ្នាំកៅជាងហ្នឹងការហើយចែកមាសឲ្យកូនមកតឡឹងហើយខាងកូនប្រុសហ្នឹងគេមានមកតឡឹងដែរផ្សំគ្នាទៅមកតឡឹងឥឡូវយើងគិតជាលុយយើងប្រហែលជា$2000ជាងអញ្ចឹងហើយបើអាមាសទឹក10គេនោះមិនដឹងប្រមាណណាអាមាសសុតគេនោះណាឧទាហរណ៍តែ$2000ជាងឬ$3000ចុះចឹងពីតឡឹងហ្នឹងវា$6000ទិញដី2ហាត់ក្បែរខេត្តហ្នឹងចំណន់ហ្នឹងវានៅថោកឆ្នាំកៅជាងឲ្យមិនចង់យកផងដីហើយដល់តែ2016នេះ17នេះអាចិនវាចូលមកហ្នឹងស្រាប់តែដីហ្នឹងវាឡើងថ្លៃខ្លាំងទិញ$6000ពីតឡឹងហើយស្រាប់តែគេឲ្យ$2លានអញ្ចឹងកូនក៏ចុះកិច្ចព្រមព្រៀងទិញលក់ដោយគេបង់20%គេឲ្យ$20000ស្អែកគេសញ្ញេសាច់ឲ្យ$1,80,000ទៀតកូនយើងខ្មែរយើងជាទម្លាប់ពេលដែលបានលុយហើយពេលដែលបានលុយយើងចាប់ដើមនឹកឃើញអីញោមពេលបានលុយនឹកឃើញអីយើងធ្វើអីមុនគេទិញឡានអត់ទេនិយាយក្មេងហ្នឹងពេលបានលុយយើងធ្វើអីមុនគេសបាយណោះពេលបានលុយគឺសបាយជប់លៀងផាក់ស៊ីហៅមិត្តភក្តិមកជុំអស់គ្រប់ទិសអាមិត្តទីប្រមាណក៏មកដល់យើងពីរំរែកផាក់ស៊ីសបាយណាស់ហើយកូនយើងញោមចំណាំអាពេលសបាយកម្រនឹកឃើញយើងម៉ែជាម៉ែជាឪណានិយាយតែប៉ុណ្ណេះបានណាពេលកូនទៅស៊ីការដែលមានកូនណាមួយផ្ញើផ្លូវមន់មកម៉ែទេហាញោមអាពេលស៊ីការពងឲ្យស៊ីមហូបឆ្ងាញ់ហូបអញឆ្ងាញ់ហ្នឹងតែឃើញនឹកយកផ្លូវមន់មួយផ្ញើយើងទេអត់ទេប៉ុន្តែនិយាយនេះណាទៅបនគេអាគេហូបអស់នៅសល់ក្បាលត្រីរស់អាគេហូបខ្លួនអស់សល់ក្បាលហ្នឹងមើលតែគេលែងហូបគេខ្វោកដាក់ស្បោងផ្ញើកូននេះទៀតវាអស់ចាណាវាខុសគ្នាហ្នឹងអញ្ចឹងកូនយើងអាពេលពងសបាយកម្រនឹកឃើញយើងណាដល់គេផឹកស៊ីអស់ទៅភ្ញៀវទៅស្ងាត់ទៅម៉ោង2:10យប់បានកូនស្រីនេះនឹកឃើញមុនចូលដេកនឹកឃើញបងណែយើងលុកបាន2លានហ្នឹងដោយសារមាសម៉ែទេកាចាយើងតំការឲ្យម៉ែចែកឲ្យមកតឡឹងខាងបងឯងមកតឡឹងអញ្ចឹងគិតទៅដៃហ្នឹងដៃលុយម៉ែទេអញ្ចឹងយើងតែប្រាប់គាត់ផងឲ្យតំណែងគាត់ផងឲ្យគាត់ដឹងផងយើងលុកបានក៏ទោះបីជាយ៉ាងម៉េចក៏ត្រូវឲ្យម៉ែដឹងតែទៅរើងយាយនេះគ្រាន់តែឃើញទូរស័ព្ទកូនភ័យភ្លាមអីចុះកូនអញក៏តែមកម៉ោង2:10យប់មានរឿងអីកូនដូចមិនដែរអញ្ចឹងសោះអារម្មណ៍បារម្ភឃើញទេដល់គ្រាន់តែកូនសួរកូនមានរឿងអីបានកូនតែមកម៉ែតាំងកណ្ដាលយប់អត់មានរឿងអីទេម៉ែកូនចង់ប្រាប់រឿងតំណែងល្អដល់ម៉ែមានរឿងអីកូនមានរឿងអីសប្បាយចិត្តវិញផ្លែតទឹកចិត្តម្ដាយឪពុកចឹងវាបដូរផ្លាស់លឿនដល់នៅតែជាមួយកូននេះមានរឿងអីកូនមានរឿងអីសប្បាយចិត្តរឿងអីមើលប្រាប់ម៉ែផងមើលម៉ែហើយអាដីកូនទិញចំណន់ឆ្នាំកៅជាងការហើយហ្នឹង2តឡឹងហ្នឹងប្រហែលជា$6000ឥឡូវស្រាប់អាចិនគេឲ្យ2លាន2លានកូនណាឲ្យ2លានស្រែកផ្អើលពេញមកផ្ទះហ្នឹង
ព្រឹកឡើងដើរអួតគេប្រាប់អស់ពី3ភូមិតាកូនអញលុកដីបានជាង2លានគិតទៅកូនស្រីនឹងចង់ដែតណាស់តាំងពីនៅជាមួយអញតាំងពីតូចនាងនឹងចេះណាស់ចេះមួយចុះពីរៀបរាប់ប្រាប់គេអស់ពីភូមិអត់តាន100ទេណាហ្នឹងហើយគឺដើរអួតគេសប្បាយចិត្តឲ្យញឹមសឹងអត់ហូបបាយទេបងតែហ្នឹងដែលគេហៅតែព្រះគឺបេះដូងនឹងចង់កូនឯងឲ្យស្អីម៉ែមិនឲ្យក៏ហើយចុះឲ្យតែលឺតែកូនឯងបានសុខកូនឯងមានកូនឯងបានគឺម៉ែសប្បាយចិត្តអូតូមែនទេយាយសប្បាយចិត្តភ្លាមតែហ្នឹងដែលគេហៅតែព្រះព្រំនោះហ្នឹងដែលគេហៅតែអាណ័យបុគ្គលដែលកូនគួរគោរពនោះហើយដែលយើងកាត់ថ្លៃមិនបានដែលលោកទេសនាអាចារ្យនិយាយថាម៉ែឲ្យមានគុណច្រើនហ្នឹងគឺនៅក្នុងទំហំនៃសេចក្តីស្រឡាញ់នៅក្នុងបេះដូងគាត់មិននៅលើរបស់ខាងក្រៅដែលឲ្យយើងទេអាហ្នឹងជារឿងមួយផ្សេងប៉ុន្តែអាគុណដែលកាត់ថ្លៃមិនបានគឺក្នុងបេះដូងគាត់ដែលស្រឡាញ់កូននោះតើអ្នកណាទៅវាស់សេចក្តីស្រឡាញ់នៅក្នុងបេះដូងរបស់គាត់លើយើងបានមានអ្នកណាវាស់បានទេញោមបើរបស់ខាងក្រៅយើងអង្គុយកត់បានម៉ែធ្លាប់ឲ្យអីខ្លះលើយើងធ្លាប់អីខ្លះយើងដឹងប៉ុន្តែអាសេចក្តីស្រឡាញ់ក្នុងចិត្តរបស់គាត់ទាំងពីរហ្នឹងតើយើងវាស់បានទេញោមវាស់បានទេអត់បានទេគឺត្រង់ហ្នឹងដែលគេហៅថាគុណរាប់មិនបានគឺនៅក្នុងបេះដូងរបស់គាត់ដែលគាត់ដាក់មកលើយើងជាកូនប្រុសស្រីស្មើដោយជីវិតរបស់គាត់ដែលកូនចៅទាំងអស់គួរគប្បីគោរពប្រតិបត្តិចិញ្ចឹមបីបាច់ថែរក្សាការពារឃុំក្រងម្ដាយឪពុករបស់យើងដោយល្អទាំងអស់គ្នាណាញោមអនុមោទនាមិនវែងទេឥឡូវសរុបទៅស៊ីកន្លែងចិត្តចប់មើលចង់បានប៉ុន្មាននាទីទៀតប្រាប់មកសំណុកអាត្មាទេសតាមញាតិញោមចង់បានហ្នឹងឥឡូវចង់បានប៉ុន្មានទៀតពាក់កណ្ដាលទៀតហ៎ឲ្យតែអង្គុយបានអត់អីទេអាត្មាមានអីទៀតមានតែទៅវត្តវិញហ្នឹងព្រោះឆ្ងាយអញ្ចឹងអត់អាចទទួលកន្លែងផ្សេងបានទៀតបើចិត្តគ្នាដូចពេញអីយើងទទួលមួយថ្ងៃ2រោង3រោងអីចឹងទៅចិត្តគ្នាណមើលអាត្មាចេះប្រឹងឲ្យញាតិញោមបានស្ដាប់ឲ្យយល់មិញយើងនិយាយពីតួនាទីម្ដាយឪពុកដែលទៅជាម្ដាយល្អឪពុកល្អបើតើមានធម៌ទាំងអស់ប្រមាណលើកូនញោមសរុបមកញោមប្រុសបច្ច័យ4សង្ឃៈធម៌5 9ធម៌ទាំងឡាយ4លើកូនទៀត13អញ្ចឹងសរុបទៅម្ដាយល្អឪពុកល្អដែលព្រះសរសើរបើតើមាន13នឹងលើកូនហើយអាត្មាមិនដឹងថាញោមទាំងអស់គ្នាមានប្រមាណអត់ប្រមាណលើកូនទេប៉ិនយើងដឹងខ្លួនយើងថាតើអញមាន13នឹងលើកូនបានប្រមាណដើម្បីឲ្យទៅជាព្រះព្រំដើម្បីឲ្យទៅជាទេវតាសម្រាប់កូនដើម្បីឲ្យទៅជាអាណ័យបុគ្គលសម្រាប់កូនដើម្បីឲ្យទៅជាអាចារ្យខាងដើមគឺតើមាន13នឹងលើកូនបានព្រះសរសើរយើងថាជាម្ដាយល្អឪពុកល្អចាំណាញោមណាអញ្ចឹងយើងបង្កើតកូនមកត្រូវតែចិញ្ចឹមគេដល់បច្ច័យ4សង្គ្រោះគេដោយសង្ឃៈធម៌5និងក្របសង្កត់គេដោយធម៌ទាំងឡាយ4នឹងទើបទៅជាម្ដាយល្អឪពុកល្អដែលកូនចៅប្រុសស្រីទាំងអស់គួរគោរពគួរបូជាគួរក្រាបសំពះនមស្ការទុកជាស្រែបុណ្យទុកជាព្រះសម្រាប់កូនទាំងអស់គ្នាអនុមោទនាប៉ិនសរុបលើកមកក្រោយបន្តិចមួយម៉ាត់ត្រង់នេះថាទោះបីជាម្ដាយឪពុកអត់មានអា13នឹងលើយើងក៏ដោយក៏នៅតែយើងជាកូនទៅតែគោរពបូជាចំពោះគាត់ដែរអញ្ចឹងបានអាត្មាទៅអប់រំក្មេងកាពេលហូបបាយហើយគាត់បើកឱកាសឲ្យគាត់សួរដើម្បីយើងនិយាយធម៌អប់រំផ្លូវចិត្តគាត់អញ្ចឹងគាត់សួរថាលោកគ្រូកណាកើតមកតាំងពីដឹងក្តីអត់ដែលឃើញមុខម៉ែមុខឪទេអង្គការរើសកណាយកមកចិញ្ចឹមពីធុងសម្រាមមកយកមកចិញ្ចឹមឥឡូវខ្ញុំកណាធំមានលទ្ធភាពបានធ្វើការខ្ញុំដំណើរការប្តីហើយមានកូន2ទៀតស្រាប់តែខ្ញុំកណាមានលទ្ធភាពមានយាយតា2នាក់គាត់មកប្រកាសខ្លួនតែគាត់ជាឪកណាជាម៉ែកណាហើយក៏យកគាត់ទៅជួសឈាមមើលទៅថាពិតជាឈាមដូចគ្នាគឺឪម៉ែពិតមែនប៉ុន្តែក្នុងចិត្តកណានេះវាតាំងពីកើតមកវាអត់ដែលមានឪមានម៉ែវ៉ាដែលឃើញមុខគាត់សោះនោះណាតើកណាគួរគោរពគាត់ទេដែលដឹងច្បាស់ថាគាត់ជាឪជាម៉ែហើយប៉ុន្តែតើគួរគោរពគាត់ទេគួរបូជាទេបើបកើតមកឲ្យទុកកណាចោលខ្លាយធុងសម្រាមនោះហ្នឹងរហូតដល់ឥឡូវបានប្រកាសខ្លួនថាជាឪជាម៉ែតើកណាគួរគោរពទេមើលឥឡូវសួរញោមមើលទាំងអស់គ្នាកូនចៅតើគួរគោរពគាត់ទេគោរពណាគួរនៅត្រង់ណាអត់បានចាំទេណានឹងសាធុដែលអាត្មាបញ្ជាក់ខាងដើមមិញថាសរុបគុណធំមានពីរមែនទេជាតិគុណនិងឧបការៈគុណអាជាតិគុណចែកដោយឡែកដាច់ពេលពោផ្ទៃរហូតទល់គ្នាបានកំណើតយើងគេហៅតែជាតិគុណដល់ដាច់មកវគ្គហើយបានពេលបង្កើតយើងមកចិញ្ចឹមបីបាច់ទំនុកម្រងបីបាច់ថែរក្សាឃុំក្រងការពារតាំងពីក្មេងរហូតដល់ចាស់ដោយយើងរាល់ថ្ងៃនេះគេហៅថាឧបការៈគុណអញ្ចឹងវាចែកដាច់ពីគ្នាទោះបីលោកអត់មានឧបការៈគុណប៉ុន្តែនៅអាគុណមួយទៀតគឺផ្ដល់កំណើតឲ្យយើងហើយអាក្មេងខ្លះវាខឹងវាពេកវាថាគ្មានទេគាត់យកកណាមកដោយសារសបាយគ្នាគាត់បដោយកណាមកវាថាអញ្ចឹងណាវាខឹងគ្នានោះហ្នឹងធម្មតាទេយើងមកយល់ពីអារម្មណ៍ពួកគាត់អាផ្លូវចិត្តហ្នឹងពេលខ្លះខឹងនិយាយទៅអាត្មាថាមិនទេកូនបើម្ដាយឪពុកយើងគាត់អត់ស្រឡាញ់យើងគាត់អត់មានធម៌សង្គ្រោះសន្តោសយើងកូនអត់បានឃើញពលឺថ្ងៃទេហើយដោយសម័យនេះផង
đôi chăm bạch bà tàu lột bị cam chặt đau đôi dây vì muốn ta khăng đấy làm trong xoa ảnh lột tấm lẹ lâu nó ảnh lột tấm lẹ lâu nó nè à đôi nhôm rè má ta khăng nhôm phó làm trong là ảnh lột tấm lẹ lâu ảnh lột tấm lẹ lâu ọt miền đường dây đào mày ảnh nè à cha vì muốn về chăng nè ta khăng phải ảnh lột tấm lẹ tầng câu nó ảnh lột tấm lẹ lâu ai đấy chạp đam ta lột cho con bò cho mau nè à ai lâu nít đôi bạch chăm bà ta lột cho đau lột trong xoài thế mẹ này vậy anh đã tập pi crop mau bát ở lâu nước mẹ này vậy nè à nào tao may cái với tầm nơm chẳng bờ sân nay chỉ quát khởi là trong sờ bài kia quát dương này ọt bàn khơi bờ lư ngày thế hay mẹ po mà ngày cao thế nè chất mạch nắm nhốn phẩm buôn khai đọc ngày miền nẹt khác phẩm buôn khai đọc pram ngày ấy nó bàn bờ sâu nâng chẳng miền này ta chất mạch nắm nâng đôi ọt miền sờ bài thế mẹ này nhốn na sờ bài cao lâu rồi bờ đây con po tập bát môi tập pi gà lô sót tôi bà hay con khla lên pram gà lỗ nâng à hay khởi là anh po phẩm buôn khai đọc ngày à nâng ọt miền sờ bài thế cứ mê ta chất sọt sạp nâng xà lanh mê ta trong ở câu nó khơi bờ lư ngày khơi miên cầm nào nâng kì chẳng chạy đạch bị kia dương cầm ao vô à tô bọc quạt rương mùi xế nhờ giờ mình lúc thì cái đây lọ bọc quạt rương mùi xế trắng tua bay chỉ con mình ban chỉ trăm bay bạch thay là sai dương coi dương trâu tay cổ rút trâu tay bầu chia còn bảo vai mà coi bằng nắng